ចុះសម្បត្តិអាពីពីពីហើយខ្ញុំចុះសម្បត្តិជាមួយមនុស្សចម្លែកនេះវាដូចជាលេងភ្លើងច្បាស់ណាស់ចុះមនុស្សលេខ101ទៅណាហើយបើមិនមកទេគឺហួសលេខហើយយកឯកសារមកគ្រប់ហើយឬនៅចុះប្តីអ្នកឯងទៅណាកញ្ញាក្រោយពីផ្គូផ្គងជោគជ័យហើយពិនិត្យផ្ទៃពោះរួចរាល់គឺបានកូនប្រុសការរៀនគឺរៀនពូកែជាងខ្ញុំមិននឹកស្មានថាខ្ញុំពោះបានកូនមុនអ្នកឯងសោះស្អែកអ្នកឯងមិនមកទេហើយឆាប់ក៏មិនមកដែរសុំទោសផងខ្ញុំត្រូវទៅតាមរកស្នេហ៍ពិតរបស់ខ្ញុំស្រីពិតជាពិបាកមែនចុះនៅចុះសម្បត្តិទៀតអត់បើមិនចុះទេកុំរំខានអ្នកដទៃសុំទោសផងខ្ញុំចុះរៀបការអត់ចុះមកទាំងពីរនាក់ចិត្តគ្នាជាងនេះបន្តិចមកតើខ្ញុំត្រូវបំពេញកាត់ប្រកេតប្តីប្រពន្ធធម្មតាដែរឬទេម៉ាក់ខ្ញុំអាចសហការបានតែលើអាយុច្រើនហើយមួយខែបានតែ5ដងទេណាមិនបាច់ទេខ្ញុំគ្រាន់តែចង់បានសិទ្ធិដាក់ឈ្មោះកូនស្រីខ្ញុំចូលក្នុងបញ្ជីគ្រួសារបានហើយថ្ងៃនេះអញទំនេរទេជីតាខ្ញុំឈឺធ្ងន់ណាស់គាត់ចង់ឃើញខ្ញុំរៀបការមុនពេលគាត់ចាក់ចេញបានចាំដល់ពេលនោះចាំតាក់ទងមកខ្ញុំទៅនេះជាលេខកូដសម្ងាត់និងអាសយដ្ឋានផ្ទះសម្រាប់រៀបការត្រូវការឲ្យខ្ញុំជូនទៅទេខ្ញុំមានឡានអញ្ចឹងលេហើយយន្តឌីងហ្វូលេខ1នេះវាផ្ទះនៅកណ្ដាលក្រុងហើយរៀបចំតុបតែងរួចស្រេចទៀតអីគេកក្កដាមិនមែនកក្កដាមិនមែនជាកូនបង្កើតរបស់អ្នកទេអីចុះបើអញ្ចឹងកក្កដាជាកូនរបស់នរណាទៅម៉ាក់ឲ្យកាលពីមុនដើម្បីឲ្យខ្ញុំបានរៀនថ្នាក់បណ្ឌិតខ្ញុំក៏លក់ព្រំចារីរបស់ជូស៊ីទៅនរណាទៅដឹងថានាងមានផ្ទៃពោះតាំងពីលើកដំបូងម្លេះនាងមិនព្រមយកកូនចេញទេខ្ញុំដើម្បីឲ្យនាងបន្តផ្គត់ផ្គង់ខ្ញុំរៀនបណ្ឌិតខ្ញុំក៏បង្ខំចិត្តទទួលស្គាល់កូននេះទៅបើដឹងថាបែបនេះពេលបែកគ្នាជាមួយជូស៊ីកុំយកកក្កដាអីចុះពេលណាទៅអ្នកទៅចុះអេដាស៊ីវើជាមួយលីតូចទៅខ្ញុំមិនចង់ឲ្យចៅប្រុសសំណប់របស់ខ្ញុំកើតមកគ្មានសម្បត្តិកំណើតទេណាម៉ាក់កុំទាន់អាល់អីឥឡូវនេះក្នុងបានកម្មសិទ្ធិផ្ទះគឺមានឈ្មោះខ្ញុំនិងលីជូស៊ីទាំងពីរនាក់យ៉ាងហោចណាស់ក៏ត្រូវបោកឲ្យនាងលក់ផ្ទះសិនដែរបានលុយមកចែកគ្នារួចចាំយើងបានជាយូមិនព្រមទៅចុះអេដាស៊ីវើជាមួយខ្ញុំហើយដាក់ឈ្មោះកក្កដាចូលក្នុងសៀវភៅគ្រួសារសោះអូជូស៊ីអូនត្រឡប់មកវិញហើយហីហេតុអ្វីបានជាឲ្យកក្កដាញ៉ាំរបស់គ្មានជីវជាតិបែបនេះខ្ញុំមិនមែនបានទិញបង្គាឲ្យពួកគេតាមអនឡាញទេគឺកូននឹងដែលចង់ញ៉ាំខ្លួនឯងខត់យ៉ាងណាក៏មិនស្ដាប់ដែរប្អូនជីដូនមួយនាក់ឈ្មោះស៊ីវលីមិនមែនមកលេងថ្ងៃនេះទេនាងឃើញបង្គាក្នុងទូទឹកកកក៏ឃ្លានខ្លាំងម៉ាក់ក៏ស្ងោរឲ្យនាងញ៉ាំទៅម៉ាក់ដឹងថាឯងមិនប្រកាន់ទេមែនទេក៏ទៅជាមួយម៉ាក់ទៅលោកគ្រូលេខ្ញុំឲ្យអ្នកជួយទិញឈុតតែម៉ូដែលពិសេសនោះទិញបានហើយមែនទេស្អែកខ្ញុំចេញទៅធ្វើការវិញអ្នកចាំយកមកឲ្យខ្ញុំនៅការិយាល័យផងណាបានមិនភ្លេចទេចាអរគុណម៉ាក់ហ្វាំងអៀនអ្នកឃើញឈុតតែដែលខ្ញុំទិញថ្មីនោះទេអូកូនស្រីខ្ញុំគេចូលចិត្តឃើញថាវាអាចគុំបានជាឈុតស្អាតខ្ញុំក៏យកទៅឲ្យកូនស្រីខ្ញុំប្រើបាត់ទៅហើយខ្ញុំមិនធ្វើរឿងហ្នឹងទេកូនស្រីអ្នកភ្ញាក់ហើយកូនស្រីអ្នកទៅយកខ្លួនឯងទៅកុំចេះតែយករបស់ដែលខ្ញុំទិញទៅប្រើអូមិនបាននិយាយថាកូនស្រីខ្ញុំសុទ្ធតែយករបស់ដែលអ្នកទិញរបស់ដែលអ្នកទិញមិនមែនជារបស់ខ្ញុំដែរឬខ្ញុំយកទៅឲ្យកូនខ្ញុំប្រើចុះមិនវិញឆ្លោះអីឆ្លោះម្លេះឆ្លោះអីហ្នឹងក៏គ្រាន់តែជាឈុតតែចាស់មួយឈុតហ្នឹងនិយាយអូមិនឈប់មិនមែនទេអ្នកមិនមែនតែងតែនិយាយថាគ្រូរបស់អ្នករារាំងមិនឲ្យអ្នកបញ្ចប់ការសិក្សាទេដូច្នេះហើយទើបខ្ញុំចំណាយលុយច្រើនដើម្បីទិញឈុតតែប្រភេទមានកំណត់ដ៏ថ្លៃនេះគិតថាគ្រូរបស់អ្នកប្រកាសជាចូលចិត្តចុះហេតុអ្វីមិនប្រាប់ឲ្យលឿនមកម៉ាក់ស្អែកម៉ាក់ទៅរកបងស្រីខ្ញុំទៅយ៉ាងណាក៏ត្រូវតែយកឈុតតែនោះមកវិញឲ្យបានក៏គ្រាន់តែជាឈុតតែចាស់មួយឈុតហ្នឹងមិនទៅទិញថ្មីឲ្យគាត់មួយឈុតទៅគឺចប់ហើយរបស់ដែលគេឲ្យទៅហើយបែរជាទៅទៀមមិនមែនទេឈុតតែនោះជាប្រភេទមានកំណត់តើឲ្យទៅរកទិញនៅណាទៀតខ្ញុំមិនខ្វល់ទេថាវាជាប្រភេទមានកំណត់ឬអត់យ៉ាងណាក៏ខ្ញុំមិនទៅទាពីបងស្រីអ្នកខ្ញុំប្រាប់ឲ្យដឹងណាអ្នកត្រូវតែទៅរកបងស្រីខ្ញុំដើម្បីយកឈុតតែនោះមកវិញបើវាប៉ះពាល់ដល់ការបញ្ចប់ការសិក្សារបស់ខ្ញុំអ្នកត្រូវតែទៅជាមួយខ្ញុំនិងបងថ្លៃខ្ញុំត្រឡប់ទៅស្រុកកំណើតវិញទៅរស់នៅយ៉ាងលំបាកកុំមកធ្វើរឿងឈួតនៅទីនេះទៀត
Alo លោកចៅកញ្ញាលីនចាំបន្តិចទៀតចេញពីធ្វើការខ្ញុំទៅទទួលអ្នកណាអ្នកផ្ញើទីតាំងមកឲ្យខ្ញុំមកចាស់ឌូស៊ីកាពីម្សិលមិញអ្នកទៅចុះសម្បត្តិអាពីពីហើយមែនទេអ្នកនឹងទៅឈឿនមានកូនធំដល់ថ្នាក់នឹងហើយនៅមិនទាន់ចុះសម្បត្តិទៀតនៅស្រុកកំណើតខ្ញុំស្ទើរតែញើបមុខមិនរួចទៅហើយយ៉ាងណាក៏ដូចតែគ្នានឹងចុះសម្បត្តិហើយអូយអញ្ចឹងបានល្អអាអ្នករាល់ថ្ងៃតែងតែនិយាយប្រាប់ខ្ញុំថាអ្នកមានកូនមុនរៀបការឥឡូវខ្ញុំអស់បារម្ភហើយឡាននេះថ្លៃណាស់មែនទេផ្ទះអ្នកប្រកាសជាមានលុយច្រើនហើយអត់ទេឡានមួយទឹកទេចុះបើខ្ញុំស្លៀកឈុតនេះវិញមិនអីទេតោះយើងទៅឥឡូវនេះទៅសួស្តីអ្នកទាំងពីរជួយរៀបចំឈុតសម្លៀកបំពាក់ឲ្យខ្ញុំផងយកទាំងឈុតទាំងកាបូបនិងគ្រឿងអលង្ការទៀតបានហើយលោកកញ្ញាអញ្ជើញមកខាងនេះសួស្តីជួយទាញខ្សែរ៉ូតឲ្យខ្ញុំបន្តិចបានទេបានរួចហើយឈុតរ៉ូបនេះសមនឹងអ្នកណាស់រូបកាត់ទៅលោកជាងអញ្ជើញមកខាងនេះទៅនេះកាត់របស់លោកសូមស្វាគមន៍ការមកលេងលើកក្រោយទៀតតែលោកអាចឲ្យវាគេបតតូចមកខ្ញុំវិញបានទេនេះវាគេបតរឲ្យអ្នកធ្វើការប្រចាំឆ្នាំឲ្យខ្ញុំហើយលោកជាងធ្វើបែបនេះថ្លៃពេកហើយឬមួយយើងត្រឡប់ទៅវិញទៅមិនបាច់ទេនេះគឺសម្រាប់អូនស្រាប់ហើយតែវាថ្លៃពេកហើយបងទិញមកដើម្បីយកទៅជូនលោកតាទេហើយអូនស្លៀកទៅស្អាតខ្លាំងណាស់អរគុណណាទៅចុះយើងជាប្តីប្រពន្ធនឹងគ្នានោះអីលោកតាចៅស្រីថ្មីរបស់ចៅមកជួបលោកតាហើយនេះគឺលីងឈូស៊ីជាភរិយាថ្មីរបស់ចៅចុះសម្បត្តិអាពីពីពីលោកតាមើលចុះមិនមែនរបស់ខ្លែងខ្លាយទេល្អណាស់ក្មួយត្រូវតែមើលថែឈូស៊ីឲ្យបានល្អណាស់លោកតាលោកម្ចាស់គាត់ថានេះជាកងដៃដំណពូជរបស់ត្រកូលជាងជាកាដូសម្រាប់ចៅស្រីថ្លៃឈូស៊ីបើខ្ញុំជាបទចម្រៀងមួយបទខ្ញុំសុខចិត្តការពារអាថ៌កំបាំងរបស់អ្នកលោកជាងនេះយកទៅចុះបងប្រុសខ្ញុំចូលចិត្តអ្នកខ្លាំងណាស់អញ្ចឹងក៏បានខ្ញុំសុំទុកឲ្យសិនចុះចាំពេលយើងលេងលេះគ្នាចាំខ្ញុំប្រគល់ឲ្យអ្នកវិញតើយើងត្រូវទៅមន្ទីរពេទ្យណាដើម្បីធ្វើសម្បត្តិកំណើតឲ្យកូនស្រីអ្នកមន្ទីរពេទ្យសម្ភពនិងកុមារក្រុងសុំទោសលោកតើខ្ញុំចង់សួរថាតើត្រង់ជួឪពុកនឹងមិនសរសេរបានទេបើឯកសារគ្រប់គ្រាន់គឺត្រូវតែសរសេរលោកជាងអ្នកធ្វើការគេថាត្រង់សម្បត្តិកំណើតកូនស្រីខ្ញុំជួឪពុកគឺត្រូវតែដាក់ឈ្មោះលោកមិនអីទេអរគុណលោកជាងដែលរំខានលោកទៀតហើយមិនរំខានទេតានេះជូនលោកអរគុណណាស់ទៅចុះយើងនៅត្រូវទៅធ្វើឯកសារផ្សេងទៀតលោកជាងលីហើយណាអរគុណខ្លាំងណាស់សម្រាប់ថ្ងៃនេះបានហើយអូហូតើអ្នកណាដែលជិះឡានមកជាមួយកូនប្រសាតកោស៊ូហ្នឹងឡានស្អាតម្លេះអាយមិនធម្មតាទេណាលីនឈូស៊ីអាមិញញឹងអ្នកណាគេជូនឯងមកផ្ទះគ្រាន់តែជាមិត្តរួមការងារទេតើក្នុងក្រុមហ៊ុនអ្នកច្រើនម្លេះគាត់មិនជូនអ្នកណាបែរជាជូនអ្នកទៅវិញមិនមែនអីទេគឺដោយសាររវល់គម្រោងក្រុមហ៊ុនទើបត្រូវធ្វើការថែមម៉ោងដល់ពេលនេះបើបានប្រាក់រង្វាន់គម្រោងក្រុមហ៊ុនទើបអាចមានលុយបើកប្រាក់ខែឲ្យពេកឈឿនបានអូយឈប់ទៅណាកុំសង្ស័យអីគ្រាន់តែជាមិត្តរួមការងារគាត់ទេគេគ្រាន់តែជូនគាត់មកវិញហ្នឹងចុះសង្ឃឹមថាខ្ញុំគិតច្រើនពេកទៅចុះអ្នកមីងហ្វាងពេកឈឿនខ្ញុំមានរឿងមួយចង់ពិភាក្សាជាមួយអ្នកទាំងពីររឿងអីទៅ
ខ្ញុំចង់លក់ផ្ទះដែលយើងកំពុងរស់នៅសប្តាហ៍នេះចោលលក់អ្នកលក់ផ្ទះធ្វើអីនឹងហើយអ្នកលក់ផ្ទះធ្វើអីផ្ទះដែលយើងកំពុងនៅនេះចិត្តនេះអត់មានសាលារៀនទេបើថ្ងៃក្រោយគឺត្រូវចូលរៀនសាលាល្អយើងត្រូវតែទៅទិញផ្ទះនៅតំបន់សាលារៀនក្នុងក្រុងទៀតអូរឿងនេះហើយខ្ញុំសុំគិតមើលសិនខ្ញុំគិតបែបនេះបើទិញផ្ទះថ្មីដាក់ឈ្មោះអ្នកទៅខ្ញុំនឹងគឺដាក់ចូលក្នុងសិភៅគ្រួសារអ្នកទៅធ្វើបែបនេះគឺនឹងមានសាលាល្អរៀនអូដាក់ឈ្មោះខ្ញុំហេបានខ្ញុំយកព្រមថ្ងៃដែលទិញផ្ទះឯងមកចុះហត្ថលេខាផងបានតើដាកូនមិនក៏យកព្រមលឿនម្លេះម៉ាក់កុំបារម្ភអីលីនឈូស៊ីគេស្រឡាញ់កូនខ្លាំងណាស់គេមិនព្រមរៀបការជាមួយអ្នកណាក្រៅពីកូនទេម៉ាក់ក៏ឃើញផ្ទាល់ភ្នែកដែរមិនមែនហើយកុំចេះតែសង្ស័យអីអាឡូសួស្ដីពិតជាឯងមែនតើអ្នកណាគេនឹងប្តីរបស់ឯងជាងមូហ៊ានមិនបានអ្នកតាក់ទងមកខ្ញុំតាមនេះខ្ញុំមើលថាអ្នកចង់លក់ផ្ទះមែនទេមើលទៅពេលណាអ្នកទំនេរយើងទៅចុះកិច្ចសន្យាទៅអ្នកចង់ទិញផ្ទះនេះពិតមែនឬទីតាំងផ្ទះនេះមិនសូវល្អប៉ុន្មានទេខ្ញុំកំពុងគិតចង់រកស៊ីខ្លួនឯងតែចង់ទិញផ្ទះដៃពីរធ្វើជាកន្លែងធ្វើការចុះខ្ញុំអាចសុំអីអ្នកមួយបានទេពេលចុះកិច្ចសន្យាជួយធ្វើជាមិនស្គាល់ខ្ញុំបានទេបានតើអញ្ចឹងខ្ញុំផ្ញើអាសយដ្ឋាននិងពេលវេលាទៅឲ្យអ្នកណាឈូស៊ីឲ្យកាម៉ងមកហូបច្រើនម្លេះសុទ្ធតែរបស់ដែលខ្ញុំចូលចិត្តទាំងនោះអ្នកញ៉ាំទៅខ្ញុំណាត់គេម៉ោង 1អូខ្ញុំកំពុងគិតចង់ទិញផ្ទះនៅជិតសាលារៀនក្នុងក្រុងដល់ពេលកូនរៀនចប់ចាំលក់ចេញវិញក្នុងតម្លៃថ្លៃផ្ទះនៅជិតសាលារៀនក្នុងក្រុងនឹងមិនចម្លែកទេសួស្ដីចាស់អ្នកនាងលីសួស្ដីលោកចាងសួស្ដីចុះនេះគឺជាសង្សាររបស់ខ្ញុំក្នុងបណ្ណកម្មសិទ្ធិផ្ទះគឺមានឈ្មោះពួកយើងទាំងពីរនាក់សួស្ដីលោកជាងមែនទេលោកអាចបង់ប្រាក់ពេញបានមែនទេខ្ញុំបានតាក់ទងធនាគារដើម្បីស្នើសុំកម្ចីហើយលោកស្រីកុំបារម្ភអីមិនធ្វើឲ្យខាតពេលលក់ផ្ទះរបស់លោកស្រីទេអូយល្អណាស់អញ្ជើញអង្គុយមកមើលកិច្ចសន្យាទៅមើលកិច្ចសន្យាគ្មានបញ្ហាទេលេខកាតធនាគារនេះដាក់លេខរបស់ខ្ញុំទៅបានទេពេលចឹងមិនមែនអ្នកនិយាយថាអ្នករវល់រឿងនេះខែបត់បញ្ចប់ការសិក្សាទេចុះនីតិវិធីក្រោយទៀតអ្នកមានពេលទៅរត់ការដែរឬអូបែបនេះសោះចុះលេខកាតធនាគារនេះត្រូវដាក់ឈ្មោះអ្នកណាចុះក្រោយទៀតគិតថាឲ្យអ្នកណាទៅរត់ការជាមួយចុះក្រោយទៀតនៅមានរឿងអីទៀតមែនទេសម្រាប់ពួកអ្នកត្រូវសងប្រាក់កម្ចីដែលនៅសល់ឲ្យអស់សិនរួចទៅបង់ពន្ធទៀតនិយាយទៅរឿងនឹងរញ៉េញ៉ៃណាស់នៅត្រូវសងប្រាក់កម្ចីដែលនៅសល់ទៀតមែនទេអញ្ចឹងបែបនេះចុះបីឆឹងខ្ញុំទៅរត់ការនីតិវិធីសិនអ្នកទៅមើលផ្ទះទៅពេលអ្នកមើលផ្ទះរួចខ្ញុំក៏រត់ការនីតិវិធីរួចដែរដល់ពេលលុយចូលយើងនឹងទិញផ្ទះថ្មីភ្លាមអូខេអញ្ចឹងដាក់លេខកាតធនាគាររបស់អ្នកទៅបានទុកឆ្នាំនេះសិនទៅអូបើអត់មានអីទៀតខ្ញុំទៅមុនហើយចាស់បាទលីហើយដើរយឺតណាស់បាទបាយឈឿនអ្នកទៅណាហើយមិនក៏មិនទាន់ត្រឡប់ឈូសៀគ្រូខ្ញុំហៅខ្ញុំទៅកែអត្ថបទស្រាវជ្រាវបន្តិចបើអញ្ចឹងខ្ញុំទៅរវល់បន្តិចសិនហើយបានតើអ្នកយកអត្តសញ្ញាណប័ណ្ណមកឲ្យខ្ញុំសិនមកខ្ញុំងាយស្រួលទៅរៀបចំឯកសារបន្តបានតើលេហើយបាទឡានមកខ្ញុំជូនអ្នកទៅរៀបចំឯកសារបន្តយល់ហើយអ្នកចាញ់ហើយអ្នកដែលគេមិនស្រឡាញ់ទេទើបជាជនទី3យូនឌីងហ្វូលេខ1ស្គាល់ទេបាយឈឿនគេនិយាយថាគេចង់ទិញផ្ទះនៅក្បែរនោះឲ្យកូនយើងរៀនហើយរៀបការតាំងទីលំនៅទីនេះនេះគឺជាកិច្ចព្រមព្រៀងរៀបការដែលយើងបានព្រមព្រៀងគ្នាកាលពីមុនអ្នកមើលទៅបើគ្មានបញ្ហាអ្វីទេចុះហត្ថលេខាទៅសំណងមុនលែងលះមួយនេះមិនបាច់ទេមែនទេ
ជីតាខ្ញុំគាត់ស្រឡាញ់អ្នកខ្លាំងណាស់អញ្ចឹងហើយគាត់នៅទីនេះខ្ញុំគិតថាខ្ញុំប្រហែលជាមិនអាចលេងលេះជាមួយអ្នកបានទេវាអាចនឹងធ្វើឲ្យអ្នកខាត់ពេលយូរអញ្ចឹងហើយអ្នកយល់ព្រមទទួលសំណងនេះទៅគឺល្អជាងខ្ញុំជាម៉ាក់ចិញ្ចឹមកូនម្នាក់ឯងលក្ខខណ្ឌរបស់អ្នកល្អខ្លាំងណាស់ផ្ទុយទៅវិញគឺខ្ញុំទេដែលធ្វើឲ្យអ្នកខាត់ពេលអ្នកដកសំណងលេងលេះនេះចេញទៅបានខ្ញុំព្រមចុះហត្ថលេខាបានតើខ្ញុំព្រៀងឯកសារថ្មីឲ្យចុះផ្ទះរបស់អ្នកមិនមែនលក់ទៅហើយទេតើអ្នកត្រៀមពេលណាទៅនៅផ្ទះថ្មីចុងសប្តាហ៍នេះទៅចុះផ្ញើទីតាំងមកឲ្យខ្ញុំផងដល់ពេលនោះខ្ញុំនឹងទៅទទួលអ្នកមិនបាច់ទេអីអ្នកនៅម្នាក់ឯងជាមួយកូនវាពិបាកណាស់អញ្ចឹងរំខានអ្នកហើយអូហើយមួយទៀតដើម្បីកុំឲ្យជីតាគាត់សង្ស័យខ្ញុំប្រហែលជាត្រូវទៅស្នាក់នៅទីនោះម្ដងកាលចាស់គ្មានបញ្ហាទេផ្ទះដែលអ្នកចង់ជួលនឹងអ្នកជួលបានហើយឬនៅជួលបានហើយស្អែកអាចរើចូលបានហើយសល់នេះអូត្រូវហើយរឿងថ្លៃផ្ទះនឹងបើមិនអញ្ចឹងទេអ្នកផ្ញើចូលកាតខ្ញុំមករឿងផ្ទះវិញខ្ញុំមើលរួចរាល់អស់ហើយនៅតែរឿងបងលុយទេលើកនេះខ្ញុំជាអ្នកបងអ្នកមើលចុះប៉ុន្មានឆ្នាំមកនេះអ្នកក៏ហត់នឿយច្រើនដែរចំពោះការផ្ទេរប្រាក់ចំនួនធំនៅធនាគារខ្ញុំបានណាត់ជួបគេរួចរាល់ហើយបើផ្ទេរឆ្លងធនាគារគឺត្រូវតែណាត់ជួបជាមុនព្រឹកស្អែកខ្ញុំនឹងផ្ទេរប្រាក់ថ្លៃផ្ទះឲ្យអ្នកបាទឆែឡៃឲ្យរស់រាន់រកមើលផ្ទះទៅស្អែកនេះខ្ញុំនឹងមកបង់លុយរំលោះផ្ទះហើយវែងយាយឲ្យអេវ៉ាន់លើឡានច្រើនពេកអង្គុយមិនរួចទេខ្ញុំជិះឡានក្រោយទៅចុះក៏បានដែររស់រាន់ឡើងណាឡើងឡានមករំខានលោកជាងហើយមិនអីទេតាម៉ាក់ឡានប៉ាកូនប្រុសម៉ាក់សំលេងកាក់ក្តាអត់ម៉ាក់តើម៉ាក់ដឹងទេថាឡានមួយគ្រឿងនឹងតម្លៃប៉ុន្មានយ៉ាងហោចណាស់ក៏ប៉ុណ្ណេះដែរអូយម៉ែឲ្យ80,000ជាងឯណោះវាដល់ថ្នាក់លេខ8ខ្ទង់ឯណោះជារថយន្តម៉ូដែលពិសេសតម្លៃជាង10លានស្រីដែលគ្មានតម្លៃដូចអ្នកឯងនឹងកុំថាឡើយជាតិនឹងសំបីតែជាតិក្រោយក៏គ្មានសំណាងបានជិះឡានបែបនេះដែរដឹងហើយក៏មែនដែរដល់ហើយចាំខ្ញុំនាំទៅមិនមែនចំហៀងនេះទេកូនប្រុសឲ្យបើកទ្វារមកខ្ញុំត្រជាក់ខ្លាំងណាស់ម៉ាក់លេខកូដខុសហើយចាំម៉ាក់ធ្វើវិញអូយចុះកូនដឹងតាំងពីយូរហើយមែនទេហេតុអ្វីមិនប្រាប់ម៉ាក់ឲ្យចុះមកយកឯងជានរណាពួកឯងមកធ្វើអីនៅមុខផ្ទះខ្ញុំឲ្យសន្តិសុខមកហើយមិនឆាប់ទៅឲ្យឆ្ងាយទៅផ្ទះឯងនេះជាផ្ទះខ្ញុំឆាប់ទៅឲ្យឆ្ងាយទៅធ្វើស្អីហ្នឹងអូហូស្អាតខ្លាំងណាស់នឹងហើយពួកយើងអាចដើរលេងបានហើយកូកូនេះគឺជាផ្ទះថ្មីរបស់យើងហើយម៉ាក់ផ្ទះនេះធំខ្លាំងណាស់អេវ៉ាន់ដែលកូនផ្ញើមកមុននេះម៉ាក់យកពីសន្តិសុខមកឲ្យហើយនេះម៉ាក់រៀបចំទុកឲ្យកូនកូកូនេះជារបស់កូនម៉ាក់ជួយពាក់ឲ្យកូនណាម៉ាក់អូហូគួរឲ្យស្រឡាញ់ណាស់កូកូកុំប៉ះរបស់គេឯណានេះម៉ាក់រៀបចំទុកឲ្យកូកូស្រាប់ហើយបងប្រុសពូបានរៀបចំកន្លែងគេងបែបព្រះនាងឲ្យកូនហើយចង់ទៅមើលទេអរគុណពូទៅហើយវ៉ាលោកចាងខ្ញុំទិញម្ហូបមកហើយថ្ងៃនេះញ៉ាំបាយនៅផ្ទះទៅបានម៉ាក់ហ៊ានភ្លុកកូនចោលមែនទេ
នាងលីនឈូស៊ីនឹងឈួតហើយមើលទៅល្អណាស់នាងលីនឈូស៊ីហ៊ានភ្លុកកូនចៅមែនអញចេះចុះយើងទៅប៉ុស្តិ៍ប៉ូលីសឥឡូវនេះទៅប្តឹងឲ្យគេចាប់នាងដាក់គុកយកមកទីនេះសិនមកចាស់ចាំខ្ញុំរកវាមើលនឹងស្អាតណាស់ញ៉ាំបាយបានហើយអរគុណច្រើនណាស់បងប្រុសឲ្យការរត់ល្អសម្រាប់សុខភាពណាស់កុំអត់ញ៉ាំអីណាតែការរត់ឆ្អិនវាមានក្លិនចម្លែកមិនដឹងពូជាងក៏គាត់អត់ញ៉ាំការរត់ដែរសុំទោសផងបងពិតជាមិនចូលចិត្តការរត់ឆ្អិនមែនទែនតែម៉ាក់របស់ប្អូននិយាយត្រូវហើយត្រូវញ៉ាំការរត់ឲ្យបានច្រើនវាល្អសម្រាប់ភ្នែកហាអាឡូសួស្ដីសុំសួរថាតើនេះជាអ្នកនាងលីនឈូស៊ីមែនទេចាស់ខ្ញុំហើយយើងមកពីប៉ុស្តិ៍នគរបាលមានគេរាយការណ៍មកថាអ្នកនាងជាប់ពាក់ព័ន្ធនឹងការច្បោកជួយមកទីនេះមួយមកកូនសម្លាញ់ម៉ាក់ចេញទៅដោះស្រាយការងារបន្តិចសិនកូននៅផ្ទះចាំស្ដាប់បង្គាប់ម៉ាក់ណាចាស់ស្មាក់មានរឿងអីមែនទេមានបញ្ហាអីមែនទេរឿងបន្តិចបន្តួចទេខ្ញុំដោះស្រាយរួចនឹងត្រឡប់មកវិញត្រូវការឲ្យខ្ញុំទៅជាមួយទេមិនបាច់ទេខ្ញុំធ្វើបានបើមានរឿងអីហៅទូរស័ព្ទមកខ្ញុំភ្លាមណាលោកប៉ូលីសគឺនាងនឹងហើយបោកខ្ញុំឲ្យលោកផ្ទះហើយថែមទាំងកាប់លុយរត់ទៀតបងស្រីថ្លៃបងពិតជាខ្លាំងមែនណាធម្មតាធ្វើជាមនុស្សថ្លៃថ្នូរតាមពិតរៀបគម្រោងបោកលុយបងពេឈឿនតាំងពីយូរមកហើយលីនឈូសៀខ្ញុំមើលឃើញតាំងពីយូរមកហើយថាបងជាមនុស្សមិនស្ងប់ស្ងាត់បងស៊ីបាយផ្ទះយើងផឹកទឹកផ្ទះយើងឲ្យចុងក្រោយសំបីតែអចលនទ្រព្យក៏ចង់លេបត្របាក់ម្នាក់ឯងដែរបងនេះវាគ្មានសិលធម៌សោះអ្នកនាងលីនលោកស៊ូបាននិយាយថាអ្នកនាងយកលេសរៀបការដើម្បីទិញផ្ទះរួចលក់អចលនទ្រព្យទាំងអស់ហើយកាប់លុយរត់គេខ្លួនតើអ្នកនាងមានអ្វីបកស្រាយទេលុយកក់ផ្ទះគឺខ្ញុំជាអ្នកបងហើយរំលោះប្រចាំខែក៏ខ្ញុំជាអ្នកបងដែរគាត់គ្រាន់តែដាក់ឈ្មោះប៉ុណ្ណោះខ្ញុំមានកំណត់ត្រាប់ទេប្រាក់កុំមកនិយាយផ្ដេសផ្ដាស់លោកប៉ូលីសផ្ទះនោះគឺជាផ្ទះរៀបការរបស់យើងទាំងពីរនាងគឺចង់បោកលុយខ្ញុំទៅមកនៅមែនហើយលោកប៉ូលីសលោកកុំចាញ់បោកនាងឲ្យសោះនាងពូកែធ្វើជាគួរឲ្យអាណិតណាស់លោកប៉ូលីសឲ្យថ្ងៃនេះលោកត្រូវតែជួយរកយុទ្ធធម៌ឲ្យខ្ញុំណានាងលីនឈូស៊ីនឹងពីមុនមកតាមរំខានចង់បានកូនប្រុសខ្ញុំខ្លាំងណាស់កូនខ្ញុំចិត្តល្អក៏ព្រមទទួលនាងឥឡូវកូនខ្ញុំខំតស៊ូរហូតបានជោគជ័យបានធ្វើជាបណ្ឌិតទៀតនាងបែរជាលោកភ្លុនចង់កាប់លុយរត់ចោលទៅវិញតើនៅមានច្បាប់ទម្លាប់ទៀតទេលោកគិតមើលអ្នកស្រីលីនបើអ្នកស្រីថាផ្ទះនឹងអ្នកស្រីជាអ្នកទិញតើអ្នកស្រីមានភស្តុតាងអីទេខ្ញុំក្នុងទូរស័ព្ទខ្ញុំមានកំណត់ត្រាផ្ទេរប្រាក់ប៉ុន្តែឯកសារកិច្ចសន្យាទិញផ្ទះនិងប្លង់ផ្ទះខ្ញុំទុកនៅផ្ទះខ្ញុំភ្លេចយកមកភ្លេចយកមកខ្ញុំថាអ្នកស្រីគ្មានភស្តុតាងអីសោះនឹងអ្នកស្រីកុំមកសើចចំអកឲ្យខ្ញុំអីគ្មានភស្តុតាងតើខ្ញុំហ៊ានមកប៉ុស្តិ៍ប៉ូលីសទេបើគ្មានភស្តុតាងគឺគ្មានហើយលោកប៉ូលីសឲ្យចាប់នាងនឹងទៅឲ្យនាងខ្ជាក់លុយមកវិញមកអ្នកស្រីលីនបើអ្នកស្រីនៅតែគ្មានភស្តុតាងច្បាស់លាស់ទេយើងនឹងចាត់ការតាមកំណត់ត្រាដឹងរបស់លោកស៊ូហើយអ្នកស្រីប្រហែលជាត្រូវនៅទីនេះដើម្បីសហការស៊ើបអង្កេតសិនលោកប៉ូលីសលោកមើលលោកប៉ូលីសនាងនឹងភ័យហើយនាងកំពុងតែពន្យាពេលហើយខ្ញុំស្គាល់ចរិតនាងច្បាស់ណាស់និយាយតែរឿងកុហកគ្មានពាក្យណាពិតសំបីមួយម៉ាត់បងស្រីឲ្យបងសង្លុយទៅឲ្យបងពេឈួនទៅចុះឃើញថាកាលពីមុនគាត់ធ្លាប់មើលថែខ្ញុំយើងមិនបាច់ប្រកាន់គាត់ទៀតទេណាចាំបាច់និយាយច្រើនជាមួយវាធ្វើអីមនុស្សអត់កតញ្ញូអញ្ចឹងត្រូវតែឲ្យវាភ្លក់រសជាតិលំបាកខ្លះឈប់ដៃទៅឈូស៊ីរបស់ចុងស៊ីវ៉ាងលោកប៉ូលីសនេះគឺជាកិច្ចសន្យាទិញផ្ទះឯកសារផ្ទេរប្រាក់តាមធនាគារនិងច្បាប់ចម្លងបណ្ណកម្មសិទ្ធិផ្ទះដែលអាចបញ្ជាក់បានថាផ្ទះនេះគឺជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់គាត់មិនមែនទេនេះមិនមែនជាអ្នកដែលទិញផ្ទះខ្ញុំមែនទេតើជានរណាទៅអូគឺឯងនេះឯងដែលទិញផ្ទះខ្ញុំម៉េចឯងជាមួយលីនឈូស៊ីខົບខិតគ្នាហើយមែនទេពួកឯងពីរអ្នករួមដៃគ្នាដើម្បីបោកខ្ញុំឯកសារទាំងអស់នេះសុទ្ធតែជាច្បាប់ដើមនិងច្បាប់ចម្លងដែលមានត្រាត្រឹមត្រូវអ្នកពិនិត្យមើលទៅឯកសារគ្មានបញ្ហាអ្វីទេផ្ទះនេះគឺលោកស្រីលីនជាអ្នកទិញដោយខ្លួនឯងមិនពាក់ព័ន្ធនឹងលោកស៊ូទេមិនមែនទេលោកប៉ូលីសគឺបរិសម្នាក់នេះហើយដែលទិញផ្ទះខ្ញុំពួកគេពីរអ្នកប្រកាសជាខົບខិតគ្នាដើម្បីបោកលុយខ្ញុំហើយលីនឈូស៊ីមិននឹកស្មានថាអ្នកជាមនុស្សស្រីថោកទាបបែបនេះសោះបោកលុយខ្ញុំមិនថាទេថែមទាំងលួចមានសហាយនៅខាងក្រៅទៀតស៊ូប៉ៃឈឿនអ្នកចង់ស្ដាប់សារដែលចាងស៊ីវលីផ្ញើមកខ្ញុំទេបងស្រីជីដូនមួយបងនិយាយអ្វីហ្នឹងយ៉ាវឈីប៉ៃឈឿនទៅតែជូនបងទៅពិនិត្យផ្ទៃពោះរួចកូនក្នុងផ្ទៃគឺជាកូនប្រុសអ្នកចាញ់ហើយកុំយករបស់រញ៉េញ៉ៃទាំងនេះមកនិយាយអីស៊ីវលីកូនក្នុងផ្ទៃគឺជាចៅប្រុសមាសរបស់ត្រកូលស៊ូយើងនាងកូនស្រីនាំតែរឿងហ្នឹងនៅមានមុខមកនិយាយទៀតហោះឥឡូវនេះថែមទាំងរកបានប្រុសមុខមាត់ដូចជាអ្នកក្រីក៏ទៀតពិតជាអាម៉ាស់មុខមែនពិតមែនហើយខ្ញុំជាមួយស៊ីវលីពួកយើងស្រឡាញ់គ្នាដោយចិត្តស្មោះចុះអ្នកវិញដើររកប្រុសនៅខាងក្រៅផ្ដេសផ្ដាសទាំងគ្មានលុយទាំងគ្មានអំណាចតើចង់បានអ្វីពីគេចង់គ្រប់គ្រងគេមែនទេរឿងផ្ទាល់ខ្លួនរបស់ពួកអ្នកមិនពាក់ព័ន្ធនឹងសំណុំរឿងនេះទេឥឡូវនេះការពិតបានបង្ហាញច្បាស់ហើយកម្មសិទ្ធិផ្ទះក៏ច្បាស់លាស់ដែរលោកប៉ូលីសសូមចាត់ការតាមច្បាប់ចុះ
លោកស៊ូលោកមានជាប់ពាក់ព័ន្ធនឹងការរីការមិនពិតពួកយើងត្រូវតែចាត់ការលោកតាមច្បាប់កុំអីលោកប៉ូលីសខ្ញុំគ្រាន់តែវង្វេងមួយពេលប៉ុណ្ណោះខ្ញុំដកពាក្យបណ្ដឹងវិញខ្ញុំដកវិញហើយរបស់លីនឈូសៀវខ្លាចហើយមែនទេលោកប៉ូលីសផ្ទះនេះទោះបីជាលីនឈូសៀវជាអ្នកទិញក៏ដោយប៉ុន្តែពីមុននាងរស់នៅផ្ទះយើងគឺជារបស់ផ្ទះយើងជារបស់យើងចុះលុយទាំងនេះគិតយ៉ាងម៉េចហើយចុះថ្លៃខូចខាតផ្លូវចិត្តទៀតត្រូវគិតយ៉ាងម៉េចដែរនឹងហើយបងស្រីកុំទាន់អាសប្បាយចិត្តពេកអីតាមប្រុសក្រីក្រម្នាក់នេះទៅថ្ងៃក្រោយមានពេលយំមិនខានទេចាំមើលថាអ្នកទាំងពីរអាចទ្រាំបានប៉ុន្មានថ្ងៃអ្នកនាងសូមប្រយ័ត្នសម្ដីផងបើអ្នកនាងមានមតិមិនយល់ស្របលើចំនួនសេដ្ឋកិច្ចនេះអ្នកនាងអាចដាក់ពាក្យបណ្ដឹងដោយឡែកបានឥឡូវនេះសូមអ្នកទាំងពីរចេញទៅថ្ងៃនេះអរគុណអ្នកហើយមិនបានអ្នកដឹងថាខ្ញុំត្រូវការឯកសារទាំងនោះខ្ញុំទីទេពេលអ្នកដើរចេញទៅមុខមាត់អ្នកមើលទៅមិនសូវស្រួលសោះទៅផ្ទះវិញទៅថ្ងៃនេះមកប្រញាប់ពេកអត់បានបើកឡានមកទេនៅត្រូវជិះតាក់ស៊ីទៀតឡានក៏គ្មានលីនឈូសៀនេះពិតជាគ្មានសមត្ថភាពមែនលេងអ្នកហើយបែរជាទៅរកប្រុសបែបនេះទៅវិញនឹងហើយកាលពីមុនខ្ញុំថាហើយថាគាត់គ្មានសំណាងទេមើលចុះលេងកូនប្រុសខ្ញុំហើយបែរជាទៅរកមនុស្សកម្រិតបែបនេះទៅវិញថ្ងៃក្រោយទៅគាត់នឹងដឹងថាពិបាកប៉ុណ្ណាឈប់ទៅកុំខឹងនឹងពួកគេអីស៊ីវលីឥឡូវនេះកូនក្នុងពោះនេះគឺជាចៃរបស់ខ្ញុំដល់ពេលនោះជីវិតដ៏មានសុភមង្គលរបស់យើងនឹងមកដល់ហើយចំណែកឯលីនឈូសៀវិញជាមួយអាអ្នកក្រនោះមិនយូរមិនឆាប់នឹងយំត្រឡប់មកសុំអង្វរពួកយើងមិនខានអូកូនប្រុសកូនថាលីនឈូសៀនាងដឹងឬអត់ថាគឺមិនមែនជាកូនរបស់កូនទេបើមិនអញ្ចឹងទេមិនបានជានាងស្រាប់តែចិត្តដាច់ម្លេះអ្វីគឺមិនមែនជាកូនរបស់បងពេឈឿនទេហេនាងហ៊ានទៅរញ៉េញ៉ៃខាងក្រៅទៀតខ្ញុំត្រូវតែប្រាប់អ្នកមីងឲ្យអ្នកមីងបង្ខំនាងឲ្យនាងខ្ជាក់លុយរបស់បងពេឈឿនមកវិញឲ្យអស់នៅតែមានតែស៊ីវលីទេដែលចេះគិតគូរទៅធ្វើម្ហូបឆ្ងាញ់ឲ្យចៅខ្ញុំញ៉ាំទៅសម្រាប់បន្តិចទៅសម្រាប់សិនទៅកូគេងលក់បាត់ហើយបន្ទប់របស់ឯងនៅខាងនោះខ្ញុំជូនឯងទៅយប់នេះឯងគេងនៅទីនេះចុះតែនេះមិនមែនជាបន្ទប់របស់លោកទេខ្ញុំគេងនៅបន្ទប់សៀវភៅអញ្ចឹងឯងសម្រាប់ទៅណាបើមានការអីចាំហៅខ្ញុំចុះបើយើងគេងជាមួយគ្នាទៅហាខ្ញុំគ្រាន់តែគិតថាក្នុងពេលដែលយើងរៀបការហើយប្រហែលជាយើងប្រហែលជាត្រូវរស់នៅជាមួយគ្នាយូរអង្វែងវាក៏ត្រូវមានតម្រូវការចាំបាច់ខ្លះដែរចុះបើយើងគេងជាមួយគ្នាដើម្បីឲ្យស្គាល់ចិត្តគ្នាជាងនេះទៅបានតាហេតុអ្វីបានជាអ្នកធ្វើបែបនេះដាក់ខ្ញុំយប់នេះម៉ោង8មានប្រជុំត្រូវចូលរួមទាំងអស់គ្នាណាអញ្ចឹងខ្ញុំមិនអាចទៅទទួលកូពីសាលាបានទេហើយក៏មិនអាចប្រាប់លោកគ្រូបានដែរអ្នកទាំងអស់គ្នារឿងករណីទិញយកក្រុមហ៊ុន Huanrai នេះគឺបែងចែកជាលោកយេងសុំទោសណាតាលោកទំនេរទេយប់នេះមានរឿងអីមែនទេគឺបែបនេះយប់នេះខ្ញុំមានប្រជុំបន្ទាន់មួយមិនអាចរំលឹកខ្លួនបានទេចង់រំខានលោកជួយទៅទទួលកូឲ្យផងតាបានទេបានតាអរគុណលោកខ្លាំងណាស់លោកជាងនៅសាលាមតៃ Sunshine ថ្នាក់ធំទី4ខ្ញុំនឹងប្រាប់គ្រូរបស់កូឲ្យហើយបានខ្ញុំបន្តទៀតលោកជាងខ្ញុំបានរៀបចំការចុះពិនិត្យជាក់ស្ដែងនៅក្រុមហ៊ុន Huanrai សប្តាហ៍នេះជូនលោកហើយអូអ្នកគឺជាប៉ារបស់កាកដាមែនទេនេះជាលើកទី1ហើយដែលឃើញអ្នកមកទទួលកាកដាខ្ញុំជាមិត្តភក្តិរបស់ម៉ាក់គាត់លោកគ្រូវងនេះគឺជាពូជាងរបស់ខ្ញុំសុំទោសផងណាគឺដោយសារតែអ្នកទាំងពីរមើលទៅមុខមាត់ស្រដៀងគ្នាបន្តិចមកកាកដាយើងត្រឡប់ទៅផ្ទះវិញលីហើយលោកគ្រូវងបាយមុខមាត់នេះគឺស្រដៀងគ្នាខ្លាំងមែនបងប្រុសឲ្យម៉ាក់ត្រឡប់មកវិញហើយបងប្រុសគេងលក់បាត់ទៅហើយអរគុណណា
លោកជាងកំពុងរងចាំខ្ញុំមែនទេបងប្រុសបារម្ភពីអូនខ្លាចអូនមិនទាន់ត្រឡប់មកវិញក៏មិនហ៊ានគេងខ្ញុំក៏ឲ្យគាត់គេងមុនទៅខ្ញុំចាំអូនសុំទោសផងលោកជាងថ្ងៃនេះខ្ញុំធ្វើការថែមម៉ោងនៅក្រុមហ៊ុនយូរពេកញ៉ាំបាយហើយនៅញ៉ាំបាយដំណើបមួយគ្រាប់ហើយបងប្រុសនិយាយថាឲ្យតែអូនធ្វើការថែមម៉ោងគឺមិនដែលញ៉ាំបាយបានស្រួលទេពិតជាមិនខុសមែនអូនទៅលាងសម្អាតខ្លួនសិនទៅខ្ញុំទៅធ្វើនំបញ្ចុកឲ្យអូនញ៉ាំចាស់មីមួយចាននេះរសជាតិយ៉ាងម៉េចដែរលីនស៊ូស៊ីហេតុអ្វីបានជាយប់នេះត្រឡប់មកផ្ទះយឺតម្លេះមិនមែនថាបងនឹងញ៉ាំឆ្អឹងជំនីជ្រូកយប់នេះទេចុះឆ្អឹងជំនីនៅណាអត់មានអីសោះមិនមែនអ្នកឯងទេដែលថាត្រូវចុះផ្សាយស្គរនោះ$3,000បើខ្ញុំមិនធ្វើការថែមម៉ោងតើឲ្យខ្ញុំយកលុយឯណាមកបង់ឲ្យអ្នកក៏ត្រូវដែរចាំស្អែកធ្វើបន្តទៀតទៅរសជាតិឆ្ងាញ់ណាស់អញ្ចឹងញ៉ាំឲ្យច្រើនទៅអ្នកទាំងអស់គ្នាឈប់សម្រាកពីការងារក្នុងដៃសិនទៅថ្ងៃនេះមានថ្នាក់ដឹកនាំមកត្រួតពិនិត្យតាមការកំណត់ពួកអ្នករៀបចំសម្អាតកន្លែងធ្វើការនិងការិយាល័យឲ្យស្អាតបាតទៅថាថ្នាក់ដឹកនាំមកត្រួតពិនិត្យតាមការកំណត់តាមពិតទៅគឺចង់ឲ្យអ្នកទិញមានចំណាប់អារម្មណ៍ល្អដើម្បីលក់ក្រុមហ៊ុននេះចេញលក់ក្រុមហ៊ុនចោលក្រុមហ៊ុនកំពុងតែល្អតាក្រុមហ៊ុនត្រូវបដូរពីរបស់រដ្ឋទៅជាឯកជនហើយត្រូវការម្ចាស់ភាគហ៊ុនធំម្នាក់មកវិនិយោគជំរាបសួរលោកនាយកចាងលោកនាយកចាងនេះជាផ្នែកថវិការបស់ក្រុមហ៊ុនយើងមានបុគ្គលិកសរុប8នាក់ហើយក៏បែងចែកជាច្រើនជំនាញដែរខ្ញុំនឹងនាំលោកចូលទៅមើលហើយឲ្យបុគ្គលិកយើងជំរាបសួរលោកចេញទៅឆាប់ចេញទៅអ្នកដែលមកទិញក្រុមហ៊ុនហាក់ដូចជាមកដល់ហើយមិនបាច់ទេចាំខ្ញុំទៅផ្នែកសវនកម្មនិងផ្នែកទូទាត់មើលបន្តិចសិនបាទក្នុងមួយនោះមិនក៏មើលទៅដូចជាចាំងមូហានម្លេះចុះមិនក៏ឥឡូវមើលទៅអ្នកណាក៏ដូចជាគេដែរសុំទោសផងលោកចាងថ្ងៃនេះខ្ញុំធ្វើការថែមម៉ោងនៅក្រុមហ៊ុនយឺតបន្តិចផ្នែកថវិកាធម្មតាធ្វើការថែមម៉ោងច្រើនទេភាគច្រើនគឺធ្វើការថែមម៉ោងរាល់ថ្ងៃព្រោះខាងម្ចាស់គម្រោងគេដេញដោលខ្លាំងណាស់អីចឹងហើយទើបពួកយើងត្រូវដាច់យប់ធ្វើថវិកាគម្រោងជារឿងធម្មតាទៅហើយត្រូវគ្រប់គ្រងពេលវេលាគម្រោងឲ្យសមស្របកុំឲ្យបុគ្គលិកធ្វើការថែមម៉ោងផ្ដល់ប្រាក់ឧបត្ថម្ភថែមម៉ោង10ដងដល់បុគ្គលិកគ្រប់រូបដែលធ្វើការថែមម៉ោងបាទលោកចាងអ្នកទាំងអស់គ្នាស្ដាប់ឲ្យច្បាស់ណាក្រុមហ៊ុនយើងបដូរថ្នាក់ដឹកនាំថ្មីហើយថ្នាក់ដឹកនាំថ្មីបានកំណត់ថាចាប់ពីពេលនេះទៅមិនអនុញ្ញាតឲ្យធ្វើការថែមម៉ោងនៅក្រុមហ៊ុនទៀតទេហាថ្នាក់ដឹកនាំថ្មីម្នាក់នេះពិតជាប្លែកមែនធ្វើការថែមម៉ោងនៅផ្ទះហើយថ្លៃភ្លើងត្រូវឲ្យខ្ញុំចេញខ្លួនឯងទៀតម៉ាក់ញ៉ាំផ្លែឈើបន្តិចទៅអរគុណណាត្រឡប់មកផ្ទះវិញនៅត្រូវធ្វើការថែមម៉ោងទៀតឬនឹងហើយក្រុមហ៊ុនបដូរថៅកែថ្មីគេមិនឲ្យធ្វើការថែមម៉ោងនៅក្រុមហ៊ុនទេតែឯកសារត្រូវប្រើនៅថ្ងៃស្អែកថៅកែម្នាក់នឹងពិតជាគ្មានចិត្តមែនខ្ញុំទៅឆុងទឹកក្រូចឆ្មាឲ្យម៉ាក់ណាថៅកែថ្មីចូលកាន់តំណែងគាត់បានកាត់ថវិកាពិសេសដើម្បីអញ្ជើញអ្នកទាំងអស់គ្នាទៅញ៉ាំអាហារពេលល្ងាចលោកនាយកចាងថ្ងៃនេះក្រុមហ៊ុនខ្ញុំមានជប់លៀងប្រហែលជាត្រូវរំខានលោកទៅទទួលកូននៅសាលាម្ដាយឲ្យហើយអញ្ចឹងលោកនាយកចាងសហការគ្នាឲ្យរីករាយណាសហការគ្នាឲ្យរីករាយលោកនាយកចាងយប់នេះពិភាក្សាគ្នាទៅញ៉ាំបាយជុំគ្នាទៅមិនបាច់ទេខ្ញុំត្រូវទៅទទួលកូននៅសាលាពូជាងពូហើយដែលមកទទួលក្មួយទៀតហើយមកម៉ាក់ក្មួយថ្ងៃនេះគាត់មានជប់លៀងនៅក្រុមហ៊ុនគាត់ក៏ឲ្យពូមកទទួលក្មួយជំនួសពូជាងពូហាក់ដូចជាប៉ារបស់ក្មួយអញ្ចឹងហេតុអីបានជានិយាយបែបហ្នឹងក្មេងផ្សេងទៀតសុទ្ធតែមានប៉ាមកទទួលតែប៉ារបស់កូនមិនដែលមកសោះចំណែកពូជាងវិញមកទទួលកូនរាល់ថ្ងៃហើយថែមទាំងទិញភេសជ្ជៈឆ្ងាញ់ឲ្យកូនទៀតអញ្ចឹងកូនហៅពូថាប៉ាដែរទៅពិតមែនណាហីពូប៉ាតោះទៅ
ថ្ងៃនេះគ្រប់គ្នាត្រូវញ៉ាំឲ្យឆ្ងាញ់ផឹកឲ្យអស់ពីចិត្តហើយសប្បាយឲ្យពេញទំហឹងណាលីនអើយខែមុនឯងធ្វើការបានលេខ1ថ្ងៃក្រោយត្រូវបន្តខំប្រឹងទៀតណាមិនមែនមកពីលោកប្រធានប្រគល់គម្រោងល្អទាំងអស់ឲ្យទៅលោកស្រីលីនទេអីលោកប្រធានកែវនេះខ្ញុំសូមអរគុណសម្រាប់ការជ្រោមជ្រែងរបស់លោកខ្លាចជាមនុស្សពេញវ័យបាត់ទៅហើយតើខ្ញុំចាញ់ជាតិអាកុលណាស់ចាស់ចុះបើបែបហ្នឹងឯងមិនទុកមុខឲ្យយើងសោះតែម្ដងមែនទេបាទនៅសម័យក្រិចនិងរ៉ូម៉ាំងដំបូងប៉ាម៉ាក់នៅមិនទាន់ត្រឡប់មកវិញទេម៉ាក់គាត់រងចាំបន្តិចទៀតណាកូនញ៉ាំទឹកសិនទៅល្អទេចានឹងហើយប៉ានៅចាំមើលកូននៅទីនេះជួយឆែកមើលផ្នែកថវិការបស់ក្រុមហ៊ុនរួយបន្តិចមើលថាថ្ងៃនេះគេជួបជុំគ្នានៅណាហើយអ្វីនៅមិនទាន់ចប់ទៀតឈូស៊ីកូនមិនអីទេមែនទេអត់អីទេគ្រាន់តែផឹកច្រើនពេកខ្ញុំចេញទៅក្រៅស្រវឹងបន្តិចសិនសៀវលៃអើយកូននឹងផឹកអត់សូវបានសោះលោកប្រធានផ្នែកឈៀនលីនស៊ីចុងសៀវលីនខ្ញុំមិនដែលធ្វើអ្វីឲ្យឯងខកចិត្តទេរឿងការងារគ្រប់ពេលដែលមានគម្រោងធំខ្ញុំតែងតែនឹកឃើញដល់ឯងមុនគេចុះប្រាក់កម្រៃជើងសារប្រចាំខែវិញតើឯងមិនបានច្រើនជាងគេទេអីដល់ពេលនេះតើខ្ញុំគួរតែទទួលបានអ្វីខ្លះតបស្នងមកវិញហើយឬនៅរបស់ទាំងអស់នេះគឺខ្ញុំខំប្រឹងរកមកបាននោះមិនមែនដោយសារតែខ្ញុំផ្ដល់ឱកាសឲ្យនាងទេបើនាងមិនព្រមតាមខ្ញុំទេគម្រោងទាំងអស់នៅថ្ងៃមុខនាងកុំសង្ឃឹមអីលោកប្រកាសទេថាមិនបានប្រាប់ឈ្មោះអ្នកបើកប្រាក់ខុសអត់ទេលោកប្រធានយ៉ែងខ្ញុំទើបតែសួរអ្នកផ្សេងនៅផ្នែកថវិកានៃក្រុមហ៊ុនរួយពួកគេថាទើបតែរំសាយបានហើយមើលទៅគាត់ត្រឡប់ទៅវិញបាត់ហើយនៅដល់ក្នុងបន្ទប់ទឹកទៀតមិនខ្លាចចោលខ្វក់ទេអីក្រុមហ៊ុនធំគឺរឿងច្រើនណាស់ឬថាមានម្នាក់ជាប្រធានឈៀវម្នាក់ទៀតជាប្រធាននាយកដ្ឋានតើអ្នកណាទៅដឹងថាការងារនេះបានមកដោយរបៀបណាខ្ញុំហៅថានាងនិងប្តីរបស់នាងកំពុងតែមានរឿងរកាំរកូសនឹងគ្នាមែនទេល្អណាស់ចុះបើមិនយកប្តីនាងម៉ាក់ហើយឯងទៅរៀបការហើយកុំមើលមកខ្ញុំកុំមើលមកខ្ញុំកុំមើលមកខ្ញុំអាល្អិតឯងហ៊ានមកបំផ្លាញរឿងល្អរបស់អញមែនទេហើយលោកចាងតើលោកមកទីនេះធ្វើអីឆាវខ្ញុំនាំអ្នកត្រឡប់ទៅផ្ទះវិញឆាវខ្ញុំសុំទោសខ្ញុំមិនដឹងថាជាមនុស្សរបស់លោកទេមានរឿងអីកើតឡើងមែនទេអត់ទេហើយគ្រូពេទ្យប្រចាំគ្រួសារមកហើយមែនហើយទ្រាំបន្តិចទៅគ្រូពេទ្យប្រចាំគ្រួសារជិតមកដល់ហើយចាប់អីហ្នឹងចាប់ច្រើនម្លេះឯងនេះពិតជាឈួតមែនចេញទៅលីនស៊ីវឲ្យឯងស្រវឹងខ្លាំងហើយអារម្មណ៍មួយនេះមិនក៏សាំម្លេះលោកចាងគ្រូពេទ្យគ្រូសាមកដល់ហើយ
Robust trôi hơi. Lục Trang ni lục. Chui mơ quạt sân tử. Lục Trang បញ្ញាម្នាក់នេះមិនអីទេណានឹងហើយយូរជាងគេរួចស្អែកផឹកស្រាស្ករតិចទៅគឺបាត់ហើយបាត់អញ្ចឹងទៅមុនទៅអរគុណប៉ាអរគុណពូអរគុណលោកឆេងកាលពីយប់មិញអរគុណខីថ្ងៃសុក្រនេះពេលល្ងាចអ្នកមានពេលទំនេរទេលោកតាគាត់ថាគាត់នឹកពួកយើងចង់ជួបពួកយើងអូគីកចង់ទៅជាមួយគ្នាទេចង់ល្អចឹងនាំគីកទៅជាមួយគ្នាយេលោកឆេងតើវានឹងមិនអីទេបងប្រុសចូលចិត្តក្មេងណាស់បើបានឃើញក៏គាត់ច្បាស់ជាសប្បាយចិត្តមិនខានឈូសៀឲ្យឯងដឹងអត់លោកប្រធានស៊ីត្រូវបានគេបណ្ដេញចេញពីការងារបាត់ទៅហើយបណ្ដេញចេញឬមែនហើយឬថាគេផ្ញើលិខិតជូនដំណឹងមកតាំងពីយប់មិញម្លេះហាក់ដូចជាមកពីទៅធ្វើឲ្យថៅកែថ្មីខឹងសម្បានឹងឯងអ្នកទាំងអស់គ្នាប្រមូលផ្ដុំគ្នាឥឡូវនេះតំណែងប្រធានផ្នែកថវិកាកំពុងទំនេរអ្នកទាំងអស់គ្នាអាចដាក់ពាក្យប្រកួតប្រជែងបានបើជាប់ប្រាក់ខែនឹងការឡើងទ្វេដងអ្នកណាដែលចង់ដាក់ពាក្យអាចមកយកទម្រង់បែបបទពីខ្ញុំបានខ្ញុំចង់ដាក់ពាក្យប្រកួតប្រជែងដែរសម្មិតស៊ីវលីនឲ្យអ្នកធ្វើការនៅទីនេះមិនទាន់បាន10ឆ្នាំផងចុះចង់ដាក់ពាក្យប្រកួតប្រជែងតំណែងប្រធានផ្នែកថវិកាទៀតក្នុងលិខិតជូនដំណឹងគេមិនបានកំណត់អាយុការងារទេចុះហេតុអ្វីបានជាខ្ញុំដាក់មិនបានអ្នកនេះពិតជាមិនស្គាល់ខ្លួនឯងសោះក្នុងផ្នែកយើងបុគ្គលិកចាស់មានដល់ទៅពាក់កណ្ដាលតើគេអាចជ្រើសរើសអ្នកឲ្យធ្វើជាប្រធានបានយ៉ាងម៉េចទៅចុះបើខ្ញុំប្រើសមត្ថភាពខ្លួនឯងប្រកួតចប់វិញនោះពិតជាមិនស្គាល់កម្រិតខ្លួនឯងមែនវិស្វករលីនឲ្យឈៀនកងលើកនេះគេប្រកាសជាយកតំណែងប្រធានផ្នែកនេះឲ្យបានបុគ្គលិកចាស់ជាច្រើនអ្នកកំពុងតែសម្លឹងមើលរឿងនេះហើយអ្នកកុំចូលមកពាក់ព័ន្ធក្នុងរឿងនេះអីនេះមិនមែនជារឿងដែលគួរឲ្យខ្លាចទេនេះគឺជាឱកាសដើម្បីដំឡើងប្រាក់ខែឲ្យខ្លួនឯងនិយាយថាអ្នកចូលរួមប្រកួតលើកនេះមានតែអ្នកស្រីលីនម្នាក់គត់ដែលជាស្រីហើយបទពិសោធន៍អ្នកស្រីលីនខំប្រឹងដល់ថ្នាក់ហ្នឹងក៏ព្រោះតែត្រូវចិញ្ចឹមគ្រួសារដែរឬថាគ្រួសារខាងប្តីគាត់ទាំងអស់គឺពឹងផ្អែកលើគាត់ម្នាក់ឯងហារៀបការហើយជប់ទុកដល់ថ្នាក់ហ្នឹងមែននឹងហើយចង់គាត់ធ្វើអីក៏ធ្វើទៅចុះយ៉ាងណាក៏ដោយតំណែងប្រធានផ្នែកថវិកាប្រកាសជាខ្ញុំហើយខ្ញុំប្រាប់អ្នកទាំងអស់គ្នានាយកយ៉ាងគាត់បាននិយាយជាមួយខ្ញុំរួចហើយការប្រកួតប្រជែងតំណែងប្រធានផ្នែកថវិកាលើកនេះខ្ញុំចង់ដឹងពីដំណើរការទាំងអស់លោកស្រីជាងនេះគ្រាន់តែជាការជ្រើសរើសប្រធានផ្នែកតូចមួយនៃក្រុមហ៊ុនប៉ាន់ប្រមាណតម្លៃដែលយើងវិនិយោគប៉ុណ្ណោះលោកស្រីមិនចាំបាច់ចុះមកផ្ទាល់ខ្លួនឯងទេលោកស្រីជាងតាមពិតទៅភរិយារបស់លោកក៏មកចូលរួមការជ្រើសរើសលើកនេះដែរលោកស្រីត្រូវការទៅជួបគាត់បន្តិចទេមិនបាច់ទេខ្ញុំជឿជាក់លើសមត្ថភាពរបស់គាត់មិនហើយចុះខាងផ្នែកថវិកានៃក្រុមហ៊ុនហ៊ួនរួយវិញលោកនាយកយើងចង់កំណត់យកកម្ពុជាទាំង5តែម្ដងការសាងសង់មិនទាន់ចាប់ផ្ដើមផងក៏ប្រញាប់ដាក់មនុស្សចូលមកបាត់ទៅហើយបានហើយជូនដំណឹងទៅចុះត្រូវតែធានាឲ្យបាននៅភាពយុត្តិធម៌បាទពូត្រឡប់មកវិញហើយត្រឡប់មកវិញហើយលោកជាងតើលោកទិញអីបានច្រើនម្លេះហ្នឹងសុទ្ធតែលោកតាខ្ញុំរៀបចំឲ្យទេតែវាច្រើនហួសហេតុពេកហើយមិនមែនជួបតែម្ដងនេះឯណា
គុំស្មានថាប្រឡងជាប់លេខ1ហើយអាចសម្រាកបានឲ្យសោះអ្វីដែលសំខាន់បំផុតគឺការសម្ភាសន៍ដូចជាមានអ្នកណាមិនដឹងថាគាត់ស្និទ្ធស្នាលជាមួយលោកយ៉ាងអញ្ចឹងកុំបារម្ភអីជឿខ្ញុំចុះការប្រឡងលើកនេះអ្នកប្រកាសជាជាប់លេខ1ដាច់គេហើយនៅតែមានអាមួយនឹងចាញ់បោកគេទៀតលោកនាយកខ្ញុំចង់ជែកជាមួយលោកបន្តិចតើអ្នកចង់និយាយពីអ្វីបើមិនមែនរឿងអាហារពេលល្ងាចទេលោកនាយកបានប្រាប់ខ្ញុំរួចហើយថាការសម្ភាសន៍នោះតើអ្នកចង់ធ្វើអ្វីខ្ញុំសង្ឃឹមថាពេលសម្ភាសន៍លើកនេះអ្នកត្រួតពិនិត្យរបស់ក្រុមហ៊ុនអាចធ្វើការដោយយុត្តិធម៌បានហើយខ្ញុំយល់ពីអ្វីដែលអរគុណលោកនាយកអ្នកអាចចេញទៅបានហើយអរគុណលោកនាយកនាងលីនឈូស៊ីឯងពិតជាហ៊ានគំរាមខ្ញុំមែនជំនួយការយ៉ាងតើលោកទូរស័ព្ទមកខ្ញុំតើលោកនាយកជាងមានការអ្វីមែនទេលោកនាយកយ៉ាងលោកនាយកជាងរបស់យើងមកសួរនាំរឿងការជ្រើសរើសតំណែងជានាយកដ្ឋានអូសូមលោកនិយាយមកបំណងរបស់លោកនាយកជាងគឺលោកឈៀនសូមអបអរសាទរទុកជាមុនដែលបានក្លាយជានាយកដ្ឋានថាវិការអូមិនបាច់ហៅលោកឈៀនទៀតទេពេលនេះយើងគួរតែបដូរមកហៅថានាយកឈៀនទៅត្រឹមត្រូវឥឡូវនេះសូមប្រកាសលទ្ធផលនៃការបោះឆ្នោតសូមអបអរសាទរលីងឈូសៀពិន្ទុប្រឡងទាំងវិញ្ញាសាសេនិងសម្ភាររបស់នាងគឺលេខ1ទាំងអស់នាងទទួលបានតំណែងជារដ្ឋមន្ត្រីហើយចាស់អរគុណក្រុមហ៊ុនដែលជឿជាក់លើខ្ញុំរៀបចំអីវ៉ាន់ទៅផ្លាស់ទៅការិយាល័យដាច់ដោយឡែកទៅចាស់ជូជៀនលោកនាយកយ៉ាងយើងមិនមែនបានព្រមព្រៀងគ្នាពីដំបូងហើយទេមិនមែនដោយសារតែមានអ្នកនិយាយដើមគេពីក្រោយខ្នងទេបានជាលីនឈូស៊ីថតសម្លេងបានហើយចាប់បានចំណុចខ្សោយគាត់យកសម្លេងថតនោះមកជួបខ្ញុំផ្ទាល់តែម្ដងអ្វីនាងលីនឈូស៊ីនឹងចិត្តអាក្រក់ខ្លាំងណាស់បើនាងបានធ្វើជាអនុប្រធានមែនខ្ញុំច្បាស់ជាមិនបានរស់នៅស្រួលទេឈប់សិនទៅនាងមិនទាន់មានមូលដ្ឋានរឹងមាំផងតើអញបារម្ភរឿងអ្វីរកឱកាសទម្លាក់នាងចោលទៅបានហើយជូជៀនលោកមានន័យថាម៉េចសម្លេងថតដែលនៅក្នុងដៃនោះសម្រាប់ខ្ញុំវាដូចជាគ្រាប់បែកពេលវេលាអញ្ចឹងអូនសម្លាញ់បងចេញពីធ្វើការហើយបងទៅទទួលកូកូសិនចាំបងមកទទួលអូនណាក៏ឲ្យតិចទៀតជួបលោកតាខ្ញុំត្រូវឲ្យគាត់ថាម៉េចលោកតាមិនក៏ស្រាប់តែធ្លាក់ព្រិលអីចឹងក្មេងនេះជានរណាលោកតាខ្ញុំឈ្មោះកកល្អណាស់កូននេះគឺតាមពិតទៅក៏គឺលោកតានេះគឺជាកូនរបស់ខ្ញុំនិងឈូសៀអ្វីណាពួកឯងទៅតែចុះអេដាស៊ីវើមិនមែនគេតាមពិតទៅខ្ញុំនិងឈូសៀបានស្រឡាញ់គ្នាតាំងពីច្រើនឆ្នាំមុនមកម្លេះតែដោយសារមានការយល់ច្រឡំខ្លះទើបពួកយើងមិនបានបន្តទៅមុខទៀតមិននឹកស្មានថាជួបគ្នាវិញប៉ុន្មានឆ្នាំក្រោយមកនាងបែរជាសម្រាលបានកូនស្រីរបស់ខ្ញុំទៅវិញចុះហេតុអ្វីបានជាអ្នកមិននាំចៅស្រីរបស់ខ្ញុំមកជួបខ្ញុំឲ្យលឿនជាងនេះបន្តិចទៅអ្នកនេះពិតជាចេះនិយាយកុហកណាស់និយាយស្ដីដូចជារឿងពិតអញ្ចឹងពេលនោះគ្រូពេទ្យបានចេញលិខិតជូនដំណឹងថាអ្នកស្ថិតក្នុងសភាពគ្រោះថ្នាក់ដល់ជីវិតទៅហើយបើខ្ញុំស្រាប់តែនាំចៅទួតមកជួបអ្នកបើអ្នកមានបញ្ហាអ្វីទៅខ្ញុំត្រូវធ្វើម៉េចទៅមែនអត់ក្មេងស្រីម្នាក់នេះមុខមាត់ដូចប៉ារបស់នាងកាលពីក្មេងបេះដាក់តែម្ដងដូចគ្នាបេះដាក់តែម្ដងពិតជាមិនមែនមនុស្សល្អមែនធ្វើឲ្យម៉ែនិងកូនគេត្រូវរងទុក្ខបែបនេះគឺគេលោកតាទួតចាខ្ញុំឈ្មោះគឺពិតជាក្មេងល្អមែនមើលចុះជួបគ្នាលើកដំបូងបែបនេះ
គឺវាភ្លាមពេកហើយលោកតាទូតមិនបានត្រៀមអំណោយអ្វីឲ្យក្មួយសោះយកនេះទៅលេងចុះណាលើកក្រោយលោកតាទូតនឹងត្រៀមអំណោយឲ្យក្មួយស្អាតណាស់អរគុណលោកតាទូតគឺជាឈ្មោះហៅក្រៅមែនទេចាអញ្ចឹងហៅថា Falling ទៅចុះហៅថា Falling ចុះ Lin Falling ឈ្មោះជាង Willing នឹងពីរោះណាស់ Wuhan កូនត្រូវចាំណានាំ Kick ទៅបដូរឈ្មោះចាលោកតាសម្រាប់ឲ្យបានច្រើនណាចាំពួកយើងបដូរឈ្មោះរួចចាំមកលេងលោកតាទៀតអាហារទាំងនេះតើវាថ្លៃពេកហើយឬអត់លេសស្រឡាញ់ Kick ណាស់ឲ្យគាត់ញ៉ាំអីខ្លះទៅគាត់សប្បាយចិត្តតែថា Kick ជាកូនត្រូវចាំណាពេលនេះ Kick គឺជាកូនស្រីរបស់កូននឹងប៉ាយោទេតែថាយោទេលីហើយលោកតាលេហើយជាកូនកុំស្រែកអីឥឡូវប៉ាត្រូវកែប្រែពាក្យបណ្ដាំបន្ថែមឈ្មោះជាង Villain ចូលទៅលោកមេធាវីអញ្ចឹងបន្ថែមចូលទៅវាអត់សំទេណាចុះបើក្មួយប្រុសគ្រាន់តែចង់បំពេញបំណងលោកពូហើយទៅកុហកនៅខាងក្រៅនោះគេមិនហ៊ានកុហកខ្ញុំទេណាលោកម៉ៅរឿងនេះពាក់ព័ន្ធនឹងឈាមជ័រនឹងមរតកលោកត្រូវតែប្រយ័ត្នប្រយែងបន្តិចណាប្រយ័ត្នស្អីទៀតទោះបីជាមហានកុហកខ្ញុំក្មេងស្រីម្នាក់នោះមិនមែនជាចៅស្រីបង្កើតរបស់ខ្ញុំក៏ដោយក៏ខ្ញុំសុខចិត្តឲ្យនាងទទួលមរតករបស់ខ្ញុំដែរខ្ញុំនៅតែគិតថាយើងគួរតែលួចធ្វើតេស្ត DNA រវាងក្មួយប្រុសនិងក្មេងស្រីម្នាក់នោះដើម្បីបញ្ជាក់ថាគេពិតជាស្មោះត្រង់នឹងលោកពូអត់តាមមិនមែនឬខ្ញុំជឿជាក់លើមហានមិនចាំបាច់រឿងច្រើនអីម្លេះតាំងពីពេលណាទៅដែលលោកមកបង្រៀនខ្ញុំឲ្យធ្វើការនោះបាទខ្ញុំនឹងហៅមេធាវីមកកូកេងលក់ហើយចាស់រឿងដែលលោកតាបានស្នើមកនឹងអូនយល់ព្រមទេបងចង់និយាយពីរឿងដែលឲ្យកូដូឈ្មោះមែនទេបើអូនមិនយល់ព្រមទេចាំបងទៅប្រាប់លោកតាវិញមិនអីទេបើដល់ពេលលេងលេះគ្នាចាំខ្ញុំដូរឈ្មោះកូត្រឡប់មកវិញក៏បានដែរលេងណានេះមិនមែនជាកិច្ចព្រមព្រៀងរវាងយើងទាំងពីរទេតាមពិតទៅខ្ញុំគិតថាប្រហែលជាគាត់ភ្ញាក់ហើយខ្ញុំទៅលួងគាត់សិនហើយបាទបានហើយវៃឈឿនមានរឿងអីទៀតហើយមិនឃើញខ្ញុំកំពុងកែអត្ថបទស្រាវជ្រាវទេលទ្ធផលពិនិត្យផ្ទៃពោះថ្មីចេញមកហើយគ្រូពេទ្យថាទីរោគក្នុងផ្ទៃខ្ញុំមិនសូវល្អទេត្រូវសម្រាប់ព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់ត្រូវបងលុយទៀតហើយចុះត្រូវធ្វើម៉េចទៅនេះជាកូនរបស់អ្នកត្រូវបងប៉ុន្មានយ៉ាងហោចណាស់ក៏ 20,000 ដែរ 20,000 ឲ្យខ្ញុំទៅរកលុយច្រើនម្លេះពីណាមកមិនមែនទើបតែឲ្យលុយ 5,000 កាលពី2ថ្ងៃមុនទេហើយអ្វីគេអញសម្រាលកូនមិនឃើញមានរឿងអីផងមានតែអ្នកឯងទេដែលត្រូវសម្រាប់ព្យាបាលស្រីបំផ្លាញលុយកាក់មែនលោកស៊ូផៃសឹងឲ្យកូនក្នុងផ្ទៃនេះជាកូនបង្កើតរបស់អ្នកណាតើអ្នកចង់គេចវេសមែនទេខ្ញុំប្រាប់ឲ្យដឹងចុះបើកូននេះមានរឿងអីកើតឡើងខ្ញុំមិនឲ្យអ្នករួចខ្លួនឡើយនេះវាជាកម្មពៀឆ្លុះគ្នាអីទៀតហើយស្ដាប់ណាកូនក្នុងផ្ទៃខ្ញុំនេះជាចៅបង្កើតរបស់អ្នកបើមិនអាចរកលុយ 20,000 មកបង់ថ្លៃថែទាំកូនទេកុំសង្ឃឹមថាបានឃើញមុខចៅប្រុសឲ្យសោះ 20,000 នេះប្លន់គ្នាយ៉ាងណាផ្ទះយើងឥឡូវសំបីតែលុយថ្លៃឈ្នួលផ្ទះក៏គ្មានបងដែរកូនប្រុសឲ្យរឿងបណ្ឌិតរបស់កូនពិតជាអស់ផ្លូវហើយគ្រូណែនាំនៅតែរារាំងកូនទៀតកុំនិយាយរឿងហ្នឹងទៀតអីម៉ាក់អូនកែអត្ថបទស្រាវជ្រាវ 4-5 ដងហើយគេបដិសេធទាំងអស់សំបីតែអាហារូបករណ៍ក៏គេកាត់ចោលដែរចុះកូនអាចធ្វើម៉េចបានទៀតថ្ងៃនេះកូនត្រូវតែរកវិធីដោះស្រាយឲ្យម៉ាក់យើងទៅសាលីនឈូស៊ីទៅមិនក៏អញល្ងងម្លេះយើងទៅរកលីនឈូស៊ីឥឡូវនេះទៅតើអ្នកគិតថាគាត់នឹងខ្វល់ពីយើងទេគាត់មិនខ្វល់ពីអ្នកមែនតែគាត់ត្រូវតែខ្វល់ពីគឺណាក្នុងភ្នែកគាត់អ្នកគឺជាឪពុកបង្កើតរបស់គឺគាត់មិនដឹងការពិតទេអ្នកប្រាប់គាត់ទៅបើគាត់មិនឲ្យលុយទេអ្នកនឹងដណ្ដើមសិទ្ធិថែទាំគឺពីគាត់មិនមែនទេគ្មានអ្វីទេអីអ្នកចង់ឃើញកូនក្នុងពោះស៊ីវលីរបូតទៅអ្នកចង់ឲ្យសញ្ញាបត្របណ្ឌិតដែលរៀនអស់ពាក់កណ្ដាលជីវិតនេះខាត់បងមែនទេ
គិតពីពួកយើងផងនេះវាជីវិតអីទៅនឹងបានខ្ញុំស្ដាប់អ្នកស្អែកនេះខ្ញុំនឹងទៅរកលីនឈូស៊ីលោកនាយកចាងនេះកាហ្វេដែលអ្នកចូលចិត្តបងចិនអ្នករៀបការហើយនៅមានសង្សារម្នាក់ដែលត្រៀមនឹងរៀបការក្រោយឆ្នាំថ្មីបើអ្នកនៅជាមួយនរណាម្នាក់យូរហើយមិនដែលចិត្តចាក់ចេញពីគេតើវាដោយសារអ្វីទៅលោកនាយកចាងអ្នកប្រហែលជាលងស្រឡាញ់គេហើយហេតុអ្វីបានជាអ្នកល្ងងម្លេះលោកជាងឲ្យពេលខ្ញុំតាមស្រឡាញ់សង្សារខ្ញុំគឺខ្ញុំប្រើក្បាច់តាមស្រីទាំង18ម៉ាត់ក្បាច់ទី1គឺចង់ចាប់ចិត្តមនុស្សម្នាក់ត្រូវចាប់ចិត្តពី complication អូហូប៉ាពូកែខ្លាំងណាស់លោកជាងអាហារពេលព្រឹកនេះលោកធ្វើច្រើនម្លេះលោកក្រោកធ្វើតាំងពីព្រលឹមមែនទេញ៉ាំទៅឆ្ងាញ់ណាស់លោកជាងម្ហូបលោកកាន់តែឆ្ងាញ់ឡើងហើយមែនហើយលោកជាងថ្ងៃនេះខ្ញុំប្រហែលជាត្រូវរំខានលោកទៅទទួលខីកជំនួសខ្ញុំបន្តិចហើយយប់នេះក្រុមហ៊ុនខ្ញុំមានប្រជុំប៉ាន់តាអរគុណលោកជាងយេថ្ងៃនេះប៉ាមកទទួលខ្ញុំទៀតហើយថ្ងៃក្រោយពាក្យសម្ដីគួរសមបែបនេះកុំនិយាយច្រើនពេកអីយើងជាគ្រួសារតែមួយតើចាស់យើងជាគ្រួសារតែមួយញ៉ាំបាយនៅយើងជាគ្រួសារតែមួយលីនឈូស៊ីលីនឈូស៊ីសួស្ដីម្នាក់នោះមិនមែនជាបុគ្គលិកក្រុមហ៊ុនយើងទេស្មារតីគាត់មិនប្រក្រតីទេខ្ញុំខ្លាចគាត់លួចចូលក្រុមហ៊ុនបង្កបញ្ហាមិនដឹងដែរលោកប្រធានលីនហើយជានគូផ្នែកបុគ្គលិកក្រុមហ៊ុនយើងមិនអាចចូលតាមចិត្តបានទេខ្ញុំមករកលីនឈូស៊ីមិញនឹងស្រីម្នាក់នោះកុំមកបង្កបញ្ហានៅទីនេះឆាប់ទៅវិញទៅកុំឲ្យគេហៅមនុស្សមកឆាប់ទៅវិញទៅលីនឈូស៊ីឯងតិចមុខពីខ្ញុំមែនទេអញ្ចឹងចាំខ្ញុំទៅរកកូនស្រីឯងប៉ាប៉ាឲ្យថ្ងៃនេះអត់មានស្ករសូកូឡាទេញ៉ាំស្ករច្រើនពេកធ្មេញខូចអស់ហើយណាទៅប៉ានឹងនាំកូនទៅញ៉ាំរបស់ឆ្ងាញ់អត់មានការ៉ុតដែលកូនស្អប់ទេណាហាប៉ាកូនគូរូបប៉ានឹងម៉ាក់សម្រាប់ថ្ងៃនេះវ៉ាកូនគូបានស្អាតមែនតែនពូកែណាស់កូនទៅកូនប្រុសឲ្យយ៉ាងម៉េចហើយយ៉ាងម៉េចអីទៀតនាងលីនឈូស៊ីនឹងគេចមុខមិនព្រមជួបខ្ញុំហើយនាងគឺក្មេងស្រីចង្រៃនោះក៏ត្រូវបានប្រុសសាហាយថ្មីរបស់លីនឈូស៊ីការពារដែរទើបរកថ្មីមែនទេគឺអាម្នាក់នៅប៉ុស្តិ៍ប៉ូលីសលើកមុននឹងខ្ញុំសង្ស័យថាពួកគេតាក់ទងគ្នាយូរហើយគឺចិត្តណាធ្វើរឿងនេះដាក់ពួកយើងនាងលីនឈូស៊ីនេះតាំងពីពេលណាទៅបានជាចេះល្បិចកលច្រើនម្លេះម៉ាក់ខ្ញុំនិយាយថាលើកនេះលុយរបស់នាងម៉ាក់ជួយចេញឲ្យសិនតែលើកក្រោយមិនអាចធ្វើបែបនេះទៀតទេតែម៉ាក់ខ្ញុំនិយាយថារឿងនេះចិត្តដោះស្រាយបានហើយត្រូវតែអញ្ជើញញាតិមិត្តមកមិត្តភក្តិឲ្យទៅញ៉ាំបាយជាមួយគ្នាទៅញ៉ាំបាយនឹងអស់លុយប៉ុន្មានទៅអូចំណាយទៅស្អែកនេះណាដល់ថ្ងៃនឹងអ្នកឯងចាំតែរងចាំខ្ញុំទៅម៉ាក់ឈូស៊ីមីងតូចរបស់កូនហៅយើងទៅញ៉ាំបាយស្អែកនេះកូនកុំភ្លេចទៅណាម៉ាក់កូនមិនចង់ទៅទេមានរឿងអីមែនទេឱកាសជួបជុំគ្នាពិបាករកណាស់ណាម៉ាក់ក៏យូរហើយដែរដែលមិនបានជួបមីងតូចអញ្ចឹងក៏បានមែនហើយម៉ាក់សាក់សួរទៅឈឿនមើលថាគេមកអត់ម៉ាក់កូនតាមពិតទៅមានរឿងអីពួកកូនឆ្លោះគ្នាគ្មានអ្វីទេម៉ាក់ស្អែកកូននឹងទៅឲ្យតាន់ពេលបានលោកជាងនេះជាអ្វីដាក់នៅមុខកុំព្យូទ័រទៅវាការពីវិទ្យុសកម្មបានអញ្ចឹងស្អែកកូននឹងយកទៅដាក់នៅការិយាល័យចំណុចទី2គឺធ្វើឲ្យគេអាចមានអារម្មណ៍ថាមានវត្តមានកូនគ្រប់ពេលវេលាពេលគេឃើញរបស់អ្វីមួយគេនឹងនឹកឃើញដល់កូនភ្លាមអូ
អូមែនហើយលោកជាងស្អែកកូនប្រហែលជាត្រូវទៅសុំទោសផងដែលត្រូវឈប់រៀនព្រោះខ្ញុំមានកម្មវិធីជួបជុំគ្រួសារមិនអាចខានបានពិតមែនមិនអីទេប៉ុន្តែខ្ញុំជាប្តីរបស់នាងណាមិនឲ្យខ្ញុំទៅជាមួយទេខ្ញុំនៅមិនទាន់បានប្រាប់ម៉ាក់ខ្ញុំនិងអ្នកផ្ទះនៅឡើយទេមិនអីទេខ្ញុំនឹងរងចាំដល់ថ្ងៃដែលអូនណែនាំបងឲ្យគ្រួសារអូនស្គាល់ចាស់ប៉ាថ្ងៃនេះប៉ាមកទទួលកូនទៀតហើយមែនហើយម៉ាក់កូនគាត់រវល់ត្រូវទៅចូលរួមជួបជុំគ្រួសារមានរឿងអីមែនទេប៉ារាល់ពេលម៉ាក់ទៅជួបអ្នកមីងចាស់នោះម្ដងត្រឡប់មកផ្ទះវិញម៉ាក់តែងតែមិនសប្បាយចិត្តរឿងហ្នឹងមិនមែនជារឿងដែលកូនស្រីតូចក៏ត្រូវបារម្ភទេទៅយើងទៅជួបលោកតាទូតវិញល្អជាងយកព្រមទេយកព្រមតាឈឿនអ្នកមកហើយអ្នកមីងចុះបងស្រីជីដូនមួយទៅណាហើយបងស្រីជីដូនមួយក្មួយនៅខាងក្រោយនោះគាត់ថាចាំបន្តិចទៀតគាត់មកមែនទេខ្ញុំស្មានតែគាត់មិនហ៊ានមកទៅទៀតពាក្យសម្ដីនឹងមានន័យថាម៉េចអ្នកមីងអ្នកប្រហែលជាមិនទាន់ដឹងទេមែនទេគឺជានារីទាំង7នាក់របស់ទីក្រុងបូឆឹងម៉ាក់បងស្រីគាត់លួចមានស្រីក្រៅខ្នងបើយើងយូរហើយបើយើងទ្រាំនឹងគាត់យូរណាស់មកហើយបើតាមខ្ញុំនិយាយណាបើយើងគាត់ចិត្តល្អពេកទើបលាក់រឿងនេះយូរម្លេះឯងនិយាយស្អីផ្ដេសផ្ដាសហ្នឹងកូនស្រីខ្ញុំមិនមែនជាមនុស្សបែបហ្នឹងទេបងស្រីអ្វីដែលសាលីនិយាយគឺជារឿងពិតទាំងអស់កាលពីមុនបើយើងស្រឡាញ់កូនស្រីបងខ្លាំងណាស់បើមិនមែនព្រោះកូនស្រីបងទៅមានប្រុសក្រៅទេបើយើងក៏មិនបែកគ្នាភ្លាមបែបនេះដែរពួកយើងទាំងអស់គ្នាសុទ្ធតែស្ដាយជំនួសបើយើងហើយទុកវាចុះអ្នកមីងរឿងនឹងវាចប់ទៅហើយបើត្រូវបន្ទោសក៏បន្ទោសបានតែខ្ញុំដែលធ្វើមិនបានល្អមិនអាចយកឈ្នះចិត្តកូនស្រីអ្នកមីងបានបើយើងប្រាប់មីងមកថាវាជារឿងមិនពិតម៉ាក់កូនសុំទោសផងផ្លូវវាស្ទះបន្តិចកូនស្រីប្រាប់ម៉ាក់មកអ្វីដែលគេនិយាយនឹងវាជារឿងពិតមែនទេកូនពិតជាមានប្រុសក្រៅមែនទេម៉ាក់កូននឹងបើយើងបែកគ្នាពិតមែនប៉ុន្តែកូនមិនបានធ្វើរឿងផ្ដេសផ្ដាសទេបងស្រីចុះបងសាក់ប្រាប់មកមើលឪពុកបង្កើតរបស់កូននឹងជានរណាបើកូននិយាយការពិតចេញមកម៉ាក់សុខភាពខ្សោយបែបនេះគាត់ប្រកាសជាបារម្ភពីកូនមិនខានតាមពិតទៅកូនរៀបការរួចហើយឪពុករបស់កក្កដានេះគឺជាឪពុករបស់ខ្ញុំហើយក៏ជាប្តីរបស់ខ្ញុំដែរអ្វីណាឈូស៊ីអូនកុហកបងបែបនេះហួសហេតុពេកហើយណារៀបការហើយប្តីអីទៀតចុះគាត់ទៅណាហើយមិនក៏បងមិនដែលឃើញអូននាំគាត់មកផ្ទះសោះនឹងហើយកុហកឲ្យសំបន្តិចទៅបើអូនរៀបការមែនមីងមិនដឹងរឿងនេះទេបងថាអូនគ្រាន់តែចង់បិទបាំងរឿងអាស្រូវទើបកុហកមែនទេសូម្បីតែឪពុកក្មេងជានរណាក៏អូនមិនដឹងផងឈូសៀបើអូនមានរឿងអីពិបាកក្នុងចិត្តត្រូវតែប្រាប់បងណាគុំខ្ញុំមិនបានកុហកមែនណានាងពិតជាហ៊ានកុហកមែនចុះនាងមើលទៅតើមានប្រុសណាគេទៅដែលព្រមយកស្រីដែលមានកូនដោយមិនដឹងថាឪពុកជានរណាទៅសុំទោសផងខ្ញុំមកយឺតបន្តិចហើយខ្ញុំគឺជាប្តីរបស់ឈូសៀអ្នកមានន័យថាម៉េចកក្កដាប្រាប់ថារាល់ពេលដែលអ្នកទៅចូលរួមពិធីជប់លៀងក្មេងលេងអ្នកមិនសប្បាយចិត្តទេខ្ញុំបារម្ភខ្លាចអ្នកមានអារម្មណ៍ថាអន់ចិត្តម៉ាក់កូនសូមណែនាំឲ្យស្គាល់នេះគឺលោកជាងមហ៊ានជាស្វាមីរបស់កូនអ្នកគឺជាអ្នកម្ដាយរបស់ឈូស៊ីមែនទេខ្ញុំឈ្មោះជាងមហ៊ានជាស្វាមីរបស់ឈូស៊ីអ្នកគឺជាស្វាមីរបស់ឈូស៊ីពិតមែនហើយខ្ញុំនឹងឈូស៊ីបានចុះសម្បត្តិអាពីពីជាង3ខែមកហើយដោយសារតែឈូស៊ីចង់រកពេលវេលាសមស្របដើម្បីប្រាប់អ្នកទាំងអស់គ្នាទើបពន្យាពេលរហូតមកដល់ពេលនេះទើបមកសួរសុខទុក្ខសូមអភ័យទោសផងស្វាមីរបស់ឈូស៊ីម្នាក់នេះពិតជាសង្ហាមែនចុះមែនហើយនាងបានបោះបង់ស៊ូវៃឈឹងចោលដើម្បីរកអ្នកដែលល្អជាងនេះលីនឈូស៊ីតើអ្នកប្រកាសទេថាគាត់គឺជាឪពុកបង្កើតរបស់ក្មេងម្នាក់នេះម៉ាក់នេះគឺជាច្បាប់ចម្លងនៃសម្បត្តិកំណើតរបស់កក្កដាក្នុងជួរឪពុកគឺមានឈ្មោះរបស់ខ្ញុំទោះបីមើលពីមុំណាក៏ដោយកក្កដាគឺជាកូនស្រីរបស់ខ្ញុំកុហករបាយការណ៍នេះអ្នកខ្លាញ់បន្លំឡើងតើអ្នកអាចជាឪពុករបស់កក្កដាបានយ៉ាងម៉េចទៅម៉ាក់នេះគឺជាលិខិតបញ្ជាក់ដែលចេញដោយស្ថាប័នមានសមត្ថកិច្ចអ្នកណាដែលមានចំណេះដឹងបន្តិចបន្តួចក៏ដឹងដែរថានេះមិនអាចខ្លាញ់បន្លំបានទេអារីលីនឈូស៊ីអ្នកពិតជាមានសមត្ថភាពមែនណារកប្រុសម្នាក់នៅខាងក្រៅមកធ្វើជាឪពុករបស់កក្កដាបានអ្នកថាអ្វីចុះអ្នកឯងនិយាយមកមើលតើឪពុកបង្កើតរបស់កកជានរណាពិតជាមិនបានទេនិយាយមិនបានទេបើនិយាយចេញទៅសិតលេងល្បែងរបស់ខ្ញុំអូយមកដល់ហើយអញ្ចឹងអង្គុយចុះសិនមកញ៉ាំអីបន្តិចសិនទៅទោះបីជាអ្នកជាឪពុកបង្កើតរបស់លីនក៏ដោយនេះជាការជួបគ្នាលើកដំបូងអ្នកត្រូវចេះគ្រប់គ្រងខ្លួនឯងខ្លះចាំមើលបន្តិចទៀតតើត្រូវដោះស្រាយតាមច្បាប់យ៉ាងម៉េចបងស្រីអិនអូយប្តីរបស់ក្មួយឲ្យធ្វើឲ្យក្មួយត្រូវចំណាយលុយច្រើនហើយឲ្យតែអ្នកទាំងអស់គ្នាចូលចិត្តទៅបានហើយម៉ាក់នេះកូនរៀបចំឲ្យម៉ាក់អានឹងថ្លៃដល់ទៅជាង 10,000 ឯណោះមែនទេម៉ាក់លើកនេះកូនរៀបចំកាដូប្រញាប់ប្រញាល់បន្តិចសង្ឃឹមថាម៉ាក់កុំប្រកាន់អីឲ្យតែមកដល់គឺល្អហើយឲ្យតែមកដល់គឺល្អហើយញ៉ាំបាយអានឹងចំណាយលុយអស់ច្រើនហើយមែនទេកូនជាប្តីរបស់ក្មួយទាំងនេះសុទ្ធតែជាអ្វីដែលកូនគួរធ្វើទេតោះញ៉ាំបាយទៅ
មនុស្សខ្លះហ្នឹងគឺពិតជាមិនចង់បានមុខមាត់មែនហ៊ានសុកចិត្តពាក់មួកបៃតងឲ្យគេទៀតជូស៊ីហ្នឹងក៏គ្រាន់តែជាស្បែកជើងចាស់ដែលខ្ញុំពាក់ហើយបោះចោលប៉ុណ្ណោះរបស់មួយទឹកដែលគេបោះចោលហើយតែបែរជាមានគេរើសយកទៅធ្វើជាកំណប់ទៅវិញអីគួរឲ្យអស់សំណើចមែនចង់វាខ្ញុំមែនទេបានខ្ញុំនឹងហៅប៉ូលីសឥឡូវនេះឯងចាំមើលទៅឯងនឹងត្រូវគេចាប់ខ្លួនទៅស៊ូបៃឈឿនអ្នកហ៊ានមែនទេមានអ្វីដែលខ្ញុំមិនហ៊ាននោះគេវាខ្ញុំហៅប៉ូលីសវាជារឿងធម្មតាទេបើអ្នកហ៊ានហៅប៉ូលីសខ្ញុំក៏នឹងហៅដែរអ្នកហៅប៉ូលីសរឿងអ្វីរឿងដែលអ្នកនិងគ្រូរបស់អ្នកខົບខិតគ្នាដាក់ថ្នាំខ្ញុំគុំស្មានថាខ្ញុំមិនដឹងឲ្យសោះតើអ្នកដឹងរឿងទាំងនេះដោយរបៀបណាបានទោះបីជាអ្នកហៅប៉ូលីសក៏អាចធ្វើអ្វីបានដែរគ្រូរបស់ខ្ញុំនឹងការពារកេរ្តិ៍ឈ្មោះរបស់គាត់និងខ្ញុំឲ្យដល់ទីបំផុតអ្នកហើយនឹងហៅទៅអ្នកពិតជាមិនប្រយ័ត្នមែនចាំមើលទៅអូទេស្អែកខ្ញុំគួរតែទៅសុំទោសស៊ូបៃឈឿនវិញល្អជាងគ្រូរបស់គាត់ម្នាក់នោះពិតជាខ្ញុំមិនវិទេតើគ្រូម្នាក់នោះឈ្មោះអ្វីទៅសូមរកដៃគូនៅសាកលវិទ្យាល័យជីងស៊ីខ្ញុំដឹងហើយជូស៊ីឲ្យភ្លេចរឿងអតីតកាលដែលមិនសប្បាយចិត្តទាំងនោះទៅឥឡូវនេះខ្ញុំជាប្តីរបស់នាងជាប៉ារបស់គឺមិនថាផ្លូវច្បាប់ឬផ្លូវចិត្តខ្ញុំគឺជារបស់នាងរត់ទៅណាម៉ាក់នៅមិនទាន់ក្រោកទៀតហីក្រោកហើយញ៉ាំបាយហើយប៉ាម៉ាក់ថ្ងៃនេះប៉ាម៉ាក់ហាក់ដូចជាសប្បាយចិត្តម្ល៉េះមានហីមានមែនហីមានតាកូកូឆ្លាតមែនណាលោកសាស្ត្រាចារ្យឯកសារដែលកែថ្មីនឹងខ្ញុំដាក់ជូនហើយណានៅមានមុខមកនិយាយរឿងឯកសារទៀតគេដកសិទ្ធិបណ្ឌិតរបស់លោកបាត់ទៅហើយថាអីណាស៊ូមីឆិននាងធ្វើស្អីដាក់ខ្ញុំនឹងហើយអ្វីបានជាសាលាស្រាប់តែដេញខ្ញុំចេញបែបនេះនាងធ្វើរឿងឈួតស្អីមានតែលោកប្រធានចឹងទេលោកប្រធានចឹងហីចាំសិនលោកមានន័យថាម៉េចនិយាយគ្នារួចហើយថាថ្លៃបណ្ណាការ 88,000 ចុះមិនក៏នៅសល់តែ 11,000 អញ្ចឹងគម្រោងរបស់ខ្ញុំអរគុណអាណិតក្មេងម្នាក់នេះណាស់គេត្រូវរងទុក្ខវេទនាខ្លាំងណាស់មីងថ្លៃរបស់ឯងប្រាប់ថាគេកាត់ស្បូនចោលបាត់ទៅហើយអូភ្លេចប្រាប់គេប្តឹងស៊ូបៃឈឿនចូលគុកបាត់ទៅហើយឯងដឹងរឿងនេះទេដឹងហើយម៉ាក់បើពួកមីងតូចគេកូនកុំបារម្ភអីម៉ាក់យល់គ្រប់យ៉ាងពួកគេពិតជាមកខ្ចីលុយម៉ាក់មែនតែនេះវាជារឿងដែលកូនស្រីគេរកដាក់ខ្លួនឯងទេម៉ាក់យល់បែបនេះគឺល្អហើយម៉ាក់កូនសុំទៅធ្វើការសិនហើយបងស្រីលោកនាយកលីនតើល្ងាចនេះលោកមានគម្រោងទៅណាទេអត់មានទេបងលោកបានឡើងតំណែងជានាយកប្រាក់រង្វាន់ក៏កើតឡើងដែរមិនអញ្ជើញពួកយើងទៅញ៉ាំអីខ្លះទេចុះលោកជាងគង់យល់ថាខ្ញុំគួររៀបចំកម្មវិធីបែបណាទៅផ្សំខ្ញុំថាលោកនាំពួកយើងទៅញ៉ាំអីរួចទៅច្រៀងខារ៉ាអូខេទៅបានទាំងអស់ឲ្យតែពួកលោកសប្បាយចិត្តអរគុណច្រើនលោកនាយកលីនអូភ្លេចប្រាប់លោកនាយកយ៉ាងគាត់ថាចង់ទៅជាមួយលោកដែរបានតើអាឡូសួស្ដីជីឆៃឲ្យមុននេះលោកតាទូរស័ព្ទមកថាគាត់នឹកគីកណាស់ចាំបន្តិចទៀតខ្ញុំណែនាំអ្នកឲ្យស្គាល់គីកយើងទៅមន្ទីរពេទ្យជាមួយគ្នាសុំទោសផងអ្នកទៅជាមួយគីកទៅយប់នេះខ្ញុំមានកម្មវិធីញ៉ាំអាហារបន្តិចបានតើអញ្ចឹងខ្ញុំនាំគីកទៅមុនចាំអ្នករវល់រួចចាំខ្ញុំមកទទួលអ្នកបានលោកតាអូកូនសម្លាញ់គីកជីឆៃមិនមកទេអូជីឆៃយប់នេះក្រុមហ៊ុនគាត់រវល់បន្តិចមកមិនរួចទេពិតជាហត់នឿយណាស់អ្នកមកទាន់ពេលល្មមមកលេងអុកជាមួយខ្ញុំមួយកដារមកលោកតានេះជាអ្វីទៅនេះគេហៅថាអុកចិនគីកចង់រៀនទេចង់ល្អអញ្ចឹងអ្នកគ្មានការអីទៀតទេចាំខ្ញុំបង្រៀនគីកលេងអុកលោកតាលោកប្រធានលីម្នាក់នេះដាក់ម្ហូបមកច្រើនម្ល៉េះ
ជារឿងធម្មតាទេចាស់ញ៉ាំឲ្យឆ្ងាញ់ណាលោកប្រធានលីនខ្ញុំសូមជូនពរអូខេជូនពរខ្ញុំសូមទៅទទួលទូរស័ព្ទបន្តិចណាអាឡូមកលើកម្ហូបមកអាឡូនិយាយចប់ហើយខ្ញុំមកទទួលអ្នកហើយជិតដល់ហើយអញ្ចឹងខ្ញុំទៅទទួលអ្នកសិនចាំត្រឡប់មកទទួលកកវិញកកកំពុងអង្គុយលេងអុកជាមួយលោកតាប្រហែលជាយូរទៀតហើយទៅមិនរួចទេកកលេងអុកពូកែណាស់ដូចប៉ារបស់គេអញ្ចឹងគេលេងល្អជាងពេលអ្នកទៅនឹងរៀនដំបងទៅទៀតលើសមួយកម្រិតឯណោះកកប៉ាទៅទទួលម៉ាក់ពីធ្វើការសិនចាំត្រឡប់មកទទួលកូនវិញយកព្រមទេយកព្រមក្មេងល្អណាស់លោកតាអញ្ចឹងខ្ញុំសូមទៅមុនហើយបានទៅចុះលោកប្រធានលីមមិញនេះគ្រូសានោះមកដល់ហើយថែមទាំងយកស្រានិងបារីមកទៀតអ្នកមិនផឹកមកយើងទាំងអស់គ្នាលើកកែវជូនពោលោកនាយកលីមមួយកែវទៅលោកឆេងពិតជាចិត្តទូលីមែនកុំអីរបស់នេះដាក់ក្នុងឡានលេងចូលហើយត្រូវតែបែងចែកវាហើយសុទ្ធតែរបស់ស្អុយអីហ្នឹងទុកជូនលោកនាយកលីមទៅគុំនិយាយអីក្រែងលោមានរឿងខ្ញុំបានកក់បន្ទប់ធំនៅខេវីជាន់លើរួចហើយពួកយើងទៅច្រៀងលេងនៅជាន់លើទាំងអស់គ្នាទៅខ្ញុំទៅទូទាត់លុយសិនសួស្ដីជួយគិតលុយបន្ទប់លេខ74ឲ្យផងចាសឈូសៀមិនក៏មកលឿនម្លេះមកដល់ហើយអត់បានទេអ្នកឯងមិនទុកមុខឲ្យខ្ញុំសោះលើកនេះគឺអត់បានពិតមែនសួស្ដីខ្ញុំចង់សួរថាខ្ញុំអាចគិតតែថ្លៃអាហារនិងថ្លៃច្រៀងបានទេចំណែកថ្លៃបារីនិងថ្លៃស្រាអ្នកឯងចូលទៅក្នុងបន្ទប់ទៅរកលោកឈៀននិងលោកយ៉ាងឲ្យគេទូទាត់ទៅនេះអូចាសថ្លៃអាហារនិងបន្ទប់ធំ KV សរុប$2000ចាសបានផ្នែកនេះកត់ចូលក្នុងបញ្ជីខ្ញុំទៅនេះខ្ញុំជាប្រុសអ្នកជាស្រីចេញមុខនៅខាងក្រៅមានឯណាឲ្យស្រីជាអ្នកចេញលុយចុះទៅញ៉ាំអាហារពេលយប់ទេញ៉ាំតើអញ្ចឹងគិតលុយទៅកក្កដាយើងទៅញ៉ាំអាហារពេលយប់លើកនេះខ្ញុំប្រមានទុកមុនអ្នកហាមដណ្ដើមខ្ញុំឲ្យសោះលីនឈូសៀអ្នកឯងទូទាត់លុយនឹងមានន័យថាម៉េចខ្ញុំគ្រាន់តែសន្យាថាចិញ្ចឹមអ្នកទាំងពីរញ៉ាំបាយនិងច្រៀងចម្រៀងប៉ុណ្ណោះមិនដែលបានសន្យាថាថ្លៃបារីនិងថ្លៃស្រារបស់អ្នកឯងក៏រាប់ចូលខ្ញុំដែរក្នុងនៅពេលដែលលោកជៀនចិត្តទូលីម្លេះអញ្ចឹងលុយដែលនៅសល់អ្នកឯងជាអ្នកទូទាត់ទៅលីនហ្វូស៊ីអញហ៊ានលេងសាច់ជាមួយអញមែនទេជឿអញទេថាអញនឹងធ្វើឲ្យអញបាត់បង់តំណែងជានាយកផ្នែកថវិកានេះលោកប្រធានចាងហេតុអ្វីបានជាអញនៅទីនេះលោកនាយកយ៉ាងនេះជានរណាគេលោកប្រធានលេងមិនចង់ទូទាត់លុយទេបានជាហៅប្រុសម្នាក់មកជួយកាំងបែបនេះឯងស្ងាត់មកទៅលោកប្រធានយ៉ែងខ្ញុំសុំទោសខ្ញុំមិនដឹងទេថាប្រធានលេងគឺជាមនុស្សរបស់លោកនាយកយ៉ែងប្រពន្ធខ្ញុំអញ្ជើញគេហូបបាយពួកអ្នកបែរជាចង់កំងស្រានិងបារីថ្លៃដើម្បីឲ្យគាត់ជាអ្នកទូទាត់លុយលោកស្រីលោកប្រធានយ៉ែងនេះគឺជាការយល់ច្រឡំទេវាជារឿងយល់ច្រឡំដ៏ធំមួយលោកប្រធានយ៉ែងលោកគឺជាថៅកែធំដែលទិញក្រុមហ៊ុនយើងពីក្រុមហ៊ុនយ៉ែងមកយកវិកេត្រមកឲ្យខ្ញុំស្រាម៉ៅថៃ3ដបបារីចុងហ្វា5កញ្ចប់ស្រាក្រហម2ដបសរុប15000ប្រាក់ខែពួកអ្នកខ្ពស់ណាស់ណាទេពួកយើងជាអ្នកទូទាត់ពួកយើងទូទាត់ខ្លួនឯងតើឲ្យប្រធានលេងទូទាត់លុយបានយ៉ាងម៉េចទៅមិញនេះខ្ញុំមិនច្បាស់ណាស់ពួកអ្នកឲ្យប្រពន្ធខ្ញុំជាអ្នកទូទាត់លុយខ្ញុំខុសហើយលោកប្រធានយ៉ែងប្រធានលេងខ្ញុំមាត់អាក្រក់ខ្ញុំខុសហើយលេងសម្ដែងទៅស្អែកព្រឹកទៅផ្នែកធនធានមនុស្សដើម្បីធ្វើលិខិតលាលែងពីការងារទៅលោកប្រធានយ៉ែងសូមលោកផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតផងចុះអ្នកវិញយកយ៉ាងម៉េចដែរធ្វើតាមនីតិវិធីរបស់ក្រុមហ៊ុនទៅលោកប្រធានចប់ហើយចុះហេតុអ្វីបានជាលោកស្រីប្រធានខ្លាចជាភរិយារបស់លោកប្រធានទៅវិញលោកប្រធានសូមស្ដាប់ខ្ញុំបកស្រាយសិនប្តីដែលខ្ញុំរៀបការភ្លាមនោះតាមពិតទៅគឺជាថៅកែធំរបស់ខ្ញុំសោះកុំតន់ខឹងអីរឿងនឹងខ្ញុំពិតជាអាចពន្យល់បានដូណូខ្ញុំចង់ដឹងថាប្រធានក្រុមហ៊ុន Yang Group និង Yang Mowen ដែលបានចុះសម្បត្តិអាពាហ៍ពិពាហ៍ជាមួយខ្ញុំគឺជាមនុស្សតែម្នាក់មែនទេបាទជីឆៃខ្ញុំដឹងថាអាពាហ៍ពិពាហ៍របស់យើងវាជារឿងចៃដន្យប៉ុន្តែខ្ញុំមិនដែលគិតចង់លាក់បាំងអ្វីពីអ្នកទេយើងនៅជាមួយគ្នាយូរមកហើយខ្ញុំពិតជាស្មោះត្រង់នឹងអ្នកខ្ញុំស្រឡាញ់អ្នកប៉ុន្តែ Yang Mowen យើងមិនមែនជាមនុស្សក្នុងពិភពតែមួយនឹងគ្នាទេចាប់តាំងពីថ្ងៃដែលយើងចុះសម្បត្តិអាពាហ៍ពិពាហ៍មកយើងគឺជាមនុស្សក្នុងពិភពតែមួយហើយមិនថារឿងអារម្មណ៍ឬរឿងច្បាប់ទេយើងគឺជារបស់គ្នាទៅវិញទៅមកតើអ្នកខឹងមែនទេអត់ទេមែនហ៎
តាមពិតខ្ញុំទីដឹងហើយអ្នកមិនមែនជាមនុស្សធម្មតាទេមើលទៅតាមរបៀបនិយាយនិងការងាររបស់លោកប្រធានយ៉ែងគឺដឹងច្បាស់ថាអ្នកមិនមែនជាបុគ្គលិកធម្មតាទេចុះហេតុអ្វីបានជាអ្នកមិនបកអាក្រាតខ្ញុំស្មានថាអ្នកគ្រាន់តែនេះគឺជាសហគ្រិនថ្មីថ្មោងហើយខ្ញុំមិនចង់ឲ្យអ្នកគិតថាខ្ញុំចង់បានលុយរបស់អ្នកទេចុះឥឡូវវិញអ្នកដឹងថាខ្ញុំជាថៅកែរបស់អ្នកឬជាប្តីរបស់អ្នកតើអ្នកគិតយ៉ាងម៉េចដែរខ្ញុំត្រូវការពេលវេលាដើម្បីសម្របខ្លួនតើអ្នកព្រមបន្តអាពាហ៍ពិពាហ៍បែបនេះទៀតទេ Jang Myung-han យើងនៅជាមួយគ្នាយូរមកហើយខ្ញុំក៏មានចិត្តស្មោះត្រង់ចំពោះអ្នកដែរជឿជាក់ខ្ញុំប្រហែលជាមានចិត្តស្មោះត្រង់ជាងអ្វីដែលអ្នកគិតទៅទៀតតើអ្នកមានន័យថាម៉េចមិនប្រាប់ទេឆាប់ទៅទទួលបងប្រុសត្រឡប់មកផ្ទះវិញទៅបងប្រុសគេងលក់ហើយអញ្ចឹងតើយើងអាចចាប់ផ្ដើមបានហើយមែនទេបាទអ្នកមានជំងឺស្រឡាញ់ភាពឥតខ្ចោះមែនទេមិនមែនទេគ្រាន់តែចង់ទុកឲ្យបង្គាទាំងមូលដើម្បីអរគុណវាដែលផ្ដល់សាច់ឆ្ងាញ់ឲ្យយើងញ៉ាំខ្ញុំស្មានថាអ្នកនឹងគិតថាខ្ញុំគួរឲ្យធុញទៅទៀតមិននឹងអាចទៅខ្ញុំថាញ៉ាំបែបនេះក៏សប្បាយម្យ៉ាងដែរថ្ងៃនេះឲ្យខ្ញុំទៅទទួលកាក្តាពីសាលាវិញចុះបានប៉ាថ្មរលោងទាំងនេះស្អាតណាស់កាក្តាកូនគិតថាប៉ានឹងចូលចិត្តមួយណាដែរមួយនេះដូចផ្កាយអញ្ចឹងជួយយកឲ្យប៉ាមួយមកបានចាស់លោកក្មេងតូចកូនពូកែរើមែននេះជាម៉ូដមានកំណត់របស់ហាងយើងមានតែមួយនេះគត់វាមានន័យថាជាសេចក្តីស្រឡាញ់ដែលមិនប្រែប្រួលសេចក្តីស្រឡាញ់ដែលមិនប្រែប្រួលអូខេយកអានឹងហើយខ្ចប់ឲ្យខ្ញុំមកចាស់លោកបងប្រុសដើម្បីឲ្យប៉ានិងម៉ាក់បាននៅជាមួយគ្នាជារៀងរហូតបងព្រមជួយប៉ាមួយដៃបានទេព្រមបងចង់ឲ្យប៉ានិងម៉ាក់បាននៅជាមួយគ្នាជារៀងរហូតល្អអញ្ចឹងនេះជាអាថ៌កំបាំងរវាងយើងពីរនាក់កុំទាន់ប្រាប់ម៉ាក់ណាយល់ទេចាស់នឹងរក្សាទុកជាអាថ៌កំបាំងក្មេងល្អណាស់រាល់ថ្ងៃហត់នឿយណាស់ឈូសៀរឿងនេះខ្ញុំដឹងថាការចាប់ផ្ដើមរបស់យើងវាគ្រាន់តែជារឿងចៃដន្យប៉ុន្តែមួយរយៈនេះខ្ញុំកាន់តែប្រកាសក្នុងចិត្តថាខ្ញុំមិនចង់ឲ្យវាគ្រាន់តែជាកិច្ចសន្យាបែបនេះទេលោកជាងខ្ញុំចង់ក្លាយជាប្តីប្រពន្ធពិតប្រាកដជាមួយអ្នកមិនមែនសម្ដែងឲ្យលោកតាឃើញមិនមែនគ្រាន់តែត្រូវការគ្នាទៅវិញទៅមកទេតែគឺចង់បង្កើតគ្រួសារជាមួយអ្នកដោយស្មោះត្រង់បានហើយចាំបន្តិចចុះគឺទៅណាអ្នកឯលោកតាឲ្យលោកបំពេញខុសទៀតហើយនៅតែគឺរបស់យើងឆ្លាតជាងគេដដែលខ្ញុំគ្រាន់តែចង់រស់នៅជាមួយអ្នកជាពីរនាក់ប៉ុណ្ណោះឯងនេះពិតជាលោកតាមានដំណឹងមួយចង់ប្រាប់លោកតារឿងអីហ្នឹងខ្ញុំនឹងឈូសៀនឹងរៀបចំពិធីមង្គលការឡើងវិញឲ្យអាធិកអាធមនឹងផ្លូវការល្អណាស់ខ្ញុំរងចាំថ្ងៃនេះយូរមកហើយលោកតាចាំលោកតាចេញពីមន្ទីរពេទ្យសិនចាំយើងរៀបចំ
ត្រូវហើយត្រូវតែរៀបចំឲ្យបានអាធិកអាធមក្រៅតែម្ដងប្អូនជីដូនមួយឯងយីហានអាទិត្យក្រោយគេត្រឡប់មកពីក្រៅប្រទេសវិញគឺទាន់ពេលតែម្ដងទៅចូលរួមប្រកួតមែនទេគេត្រឡប់មកវិញហើយប្អូនជីដូនមួយខ្ញុំចាប់តាំងពីពូនឹងមីងបង្កើតស្លាប់ទៅគេក៏នៅក្រៅប្រទេសរហូតនឹងហើយអាយុ30ឆ្នាំហើយនៅតែដើរលេងពេញពិភពលោកសូម្បីតែមិត្តស្រីក៏គ្មានម្នាក់ដែរយីហានឲ្យក្មួយត្រូវធ្វើជាគំរូគេខ្លះផងលោកតាទុកចិត្តចោះលោកតាខ្ញុំត្រឡប់មកវិញហើយឯងនៅដឹងខ្លួនថាត្រឡប់មកវិញផងហីមើលបងប្រុសឯងផងគេចិត្តរៀបការហើយឲ្យគ្មានសំបីតែមិត្តភក្តិម្នាក់ខ្ញុំកំពុងតែរីករាយនឹងជីវិតនឹងម្យ៉ាងទៀតខ្ញុំជាអ្នកនិយមមិនរៀបការនៅម្នាក់ឯងស្រួលជាងនិយាយផ្ដេសផ្ដាសអីគេនឹងនិយមមិនរៀបការឯងនោះខ្ញុំមើលទៅគឺដោយសារតែឯងមិនទាន់រកឃើញមនុស្សដែលត្រូវចិត្តម្នាក់នឹងឯងតែជើងត្រឡប់មកវិញហើយអូបងប្រុសអបអសាទរផងត្រឡប់មកវិញហើយនៅឆ្ងាយណាស់ទុកឲ្យគេទៅទទួលទៅចេញទៅធ្វើការហើយអូមិនបានទេខ្ញុំត្រូវទៅទទួលឃីកពីសាលាហើយបានហើយទៅចុះជាវឆេនចុះឯងវិញយ៉ាងម៉េចដែរខ្ញុំបាននិយាយជាមួយនាងហើយនាងសុខសប្បាយទេធូរស្រាលច្រើនហើយអាឡូបានហើយខ្ញុំដឹងហើយមានរឿងអីមែនទេស្រាប់តែមានការប្រជុំបន្ទាន់មួយអញ្ចឹងចាំខ្ញុំទៅទទួលជំនួសទៅខ្ញុំចង់ឃើញក្មួយស្រីខ្ញុំម្នាក់នេះថាមុខមាត់យ៉ាងម៉េចដែរក៏បានដែរចាំខ្ញុំផ្ញើរូបថតឲ្យសាលាម្ដាយយ៉ាងថ្នាក់ធំទី2ខ្ញុំបានប្រាប់គ្រូទុកមុនហើយដល់ហើយចាំខលមកខ្ញុំបានធានាថាធ្វើបានសម្រេចអាឡូសួស្ដីមិនបាច់ទៅទទួលទេណាឈីឈែគេថាគេទៅទទួលខ្លួនឯងបងប្រុសបងលេងសាច់នឹងខ្ញុំមែនទេចាំខ្ញុំបាយសងជំងឺចិត្តវិញណាសុំទោសផងមិនអីទេមែនទេអត់ទេពិតជាសុំទោសផងខ្ញុំកំពុងរកកូនក្មេងបន្តិចសុំទោសផងបងប្រុសបងរកឃើញគូព្រេងរបស់បងហើយនៅមុខសួនកំសាន្តនឹងណាអូកាដែលនាងបុកខ្ញុំនឹងពេលវេលាដូចជាឈប់ដើរអញ្ចឹងនាងមើលទៅស្លូតបូតណាស់ភ្នែកនាងភ្លឺថ្លាហើយសំឡេងនាងក៏ពីរោះដែរចុះអញដឹងទេថាគេឈ្មោះអីអត់ដឹងទេពេលនឹងខ្ញុំស្មារតីដាច់អស់ហើយភ្លេចសួរឈ្មោះគេបាត់បងបោខ្ញុំដឹងថាបងធ្លាប់លួចរបស់ជួយរកនាងឲ្យខ្ញុំផងឯងនឹងមិនហ៊ានសួរឈ្មោះគេផងឥឡូវបែរជាមកសុំឲ្យខ្ញុំជួយទៅវិញបងបោខ្ញុំសុំអង្វរហើយជីវិតដែលនៅសល់របស់ខ្ញុំគឺពឹងលើបងហើយបានខ្ញុំនឹងជួយមើលឲ្យខ្ញុំកំពុងរវល់ជូនប្រពន្ធបងទៅសាកឈុតរៀបការផងបងកុំភ្លេចណាអូម៉ាក់ស្អាតណាស់ដូចជាទេពអប្សរអញ្ចឹងតើវាមើលទៅហួសហេតុពេកទេមិនហួសហេតុទេអូនសាកសមនឹងអ្វីដែលល្អបំផុតយកឈុតនឹងទៅពាក់មួយណាក៏ស្អាតដែរកូនចង់សាកឈុតពណ៌ក្រហមស្រាលនេះទៀតទេម៉ាក់នឹងហើយម៉ាក់ពាក់អ្វីក៏ស្អាតដែរប៉ាឲ្យមើលកូនកាត់នេះអូហូកូនពូកែណាស់ទើបតែធ្វើលើកដំបងសោះកាត់បានស្អាតម្លេះកូនមើលប៉ាកាត់បានអីហ្នឹងអូជាកូនជាមដូចឆ្នាំកំណើតកូនដែរយ៉ានប៉ាត្រឡប់មកវិញហើយបាទអ្នកថាបងថ្លៃមែនទេបានហើយជួសៀកូនកុំមានអាហារណាដែលញ៉ាំអត់បានទេមែនទេចាស់មកហើយមួយនេះចំហុយវ៉ាប៉ាចូលចិត្តញ៉ាំត្រីចំហុយបំផុតចាំណាខ្ញីនឹងខ្ទឹមត្រូវដាក់ឲ្យគ្រប់ប៉ុន្តែខ្ទឹមត្រូវដាក់ចុងក្រោយជូសៀកូនចូលចិត្តញ៉ាំត្រីចំហុយទេប៉ាទៅប្រាប់គេសិនធ្វើឲ្យគ្រប់រសជាតិតែម្ដងចាស់គាត់ចូលចិត្តញ៉ាំប៉ុន្តែគាត់ប្លែកបន្តិចគាត់អត់ញ៉ាំខ្ទឹមខ្ញីទេតែពេលធ្វើត្រីត្រូវតែដាក់ខ្ទឹមខ្ញីចូលដល់ពេលនោះត្រូវរើសវាចេញទៀតហើយបងស្រីនិងលោកប្រុសតូចគឺដូចគ្នាបេះបិទតែម្ដងពួកគេទាំងពីរនាក់នឹងដូចគ្នាខ្លាំងណាស់មិនចូលចិត្តញ៉ាំការ៉ុតទេតែចូលចិត្តញ៉ាំឆៅហើយពេលផឹកទឹកសណ្តែកត្រូវដាក់ស្ករដុំមួយដុំទៀតចុះមិនទៅបើគេជាឪពុកកូនបង្កើតនឹងគ្នានឹងវាគ្រាន់តែជាការចែកដល់ទេតែវាក៏ច្រើនពេកហើយលោកម្ចាស់មេធីវិឆេនមកដល់ហើយឈួនស៊ីទៅបន្ទប់ធ្វើការរបស់ខ្ញុំបន្តិចទៅចាស់ខ្ញុំមកតាមខ្ញុំទៅបន្ទប់ធ្វើការទៅ
ម៉ាក់មើលនេះខ្ញុំនឹងប៉ាកាត់ជាមួយគ្នាស្អាតណាស់អ្នកជាប្អូនជីដូនមួយរបស់ម៉ូហានមែនទេមិនមែនទេខ្ញុំថាខ្ញុំត្រឡប់ទៅបន្ទប់វិញសិនល្អជាងគឺសំដៅទៅផ្លូវខាងក្រោមម៉ាក់យើងបិទអានឹងទាំងអស់គ្នាទៅល្អទេបានតាលោកពូមកហើយតោះខ្ញុំត្រៀមនឹងប្រគល់ត្រកូលយន្តឲ្យទៅក្នុងដៃអ្នកហើយលោកពូប៉ុន្តែខ្ញុំឪពុកម្ដាយអ្នកជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទៅសមត្ថភាពដែលអ្នកគ្រប់គ្រងក្រុមហ៊ុនគ្រប់ជាងខ្ញុំបានឃើញទាំងអស់ក្នុងភ្នែកខ្ញុំត្រកូលយន្តប្រគល់ឲ្យអ្នកខ្ញុំទុកចិត្តណាស់យន្តសងជាឲ្យគម្រោងគាត់10គាត់អាចបំផ្លាញអស់9ទៅតាមនឹងចុះផ្លូវខាងមុខរបស់ឯងនឹងត្រកូលយន្តគឺជាកង្វល់ក្នុងចិត្តរបស់លោកម្ចាស់បើថ្ងៃក្រោយត្រូវគេបំផ្លាញចោលបាទខ្ញុំនឹងស្ដាប់តាមលោកល្អតោះទៅញ៉ាំបាយបាទម៉ាក់ប៉ាគាត់មិនក៏មិនទាន់ចុះមកទៀតប៉ាប្រហែលជាមានការត្រូវនិយាយជាមួយលោកតាហើយលោកតាឲ្យមើលអ្នកណាគេមកនេះចៅប្រសាររបស់លោកតាអ្នកណាគេផ្ទះចាស់នេះតាំងពីពេលណាមកបានជាមានអ្នកជួលថ្មីមកនៅខ្ញុំមិនមែនទេលោកស្រីអ្នកយល់ច្រឡំហើយនេះគឺជាភរិយារបស់លោកប្រុសគឺកញ្ញាលោកប្រុសគាត់រៀបការហើយហ៎មិនក៏ខ្ញុំមិនដឹងដំណឹងអីបន្តិចសោះគឺនៅពេលដែលលោកតាឈឺធ្ងន់នោះអីនេះគឺកញ្ញាជាកូនស្រីរបស់លោកប្រុសកូនស្រីធំដល់ថ្នាក់នេះហើយចុះធម្មតាគាត់មិនមែនអួតថាខ្លួនឯងជាមនុស្សស្អាតស្អំរស់នៅមានរបៀបរៀបរយទេហ៎ចុះមិនក៏ស្រាប់តែមានកូនស្រីធំប៉ុណ្នេះមកបាននេះកុំប្រាប់ថាខ្ញុំថាណារឿងនេះចម្លែកណាស់កុំប្រាប់ថាឃើញលោកតាឈឺធ្ងន់ក៏ចង់មកដណ្ដើមរថត្រកូលទៅចិត្តនារោគមនុស្សមកសម្ដែងរឿងមែនទេលោកតាឈឺគាត់វង្វេងស្មារតីតែពួកយើងភ្នែកនៅភ្លឺថ្លាណាលោកជំទាវឲ្យព្រះអង្គម្ចាស់ទ្រង់ជាសះស្បើយហើយនាងឈ្មោះលីនឈូស៊ីមែនទេអាយុប៉ុន្មានហើយ25ឆ្នាំហើយឬទេ25ឆ្នាំហើយមើលក្មេងនេះចុះអាយុ4 5ឆ្នាំបាត់ទៅហើយមានន័យថានាងអាយុ20ឆ្នាំឬមិនដល់20ឆ្នាំផងក៏សម្រាលកូនបាត់ទៅហើយកញ្ញាឌីងអាយុនៅក្មេងសោះតែសមត្ថភាពមិនធម្មតាទេណារៀនមិនទាន់ចប់មហាវិទ្យាល័យផងហ៊ានមានកូនទាំងមិនទាន់រៀបការបែបនេះវិធីសាស្ត្រនាងពិតជាមិនធម្មតាមែនចង់ពឹងកូនដើម្បីឡើងឋានៈជាហង្សហើយចូលផ្ទះត្រកូលយន្តនិងត្រកូលជាងមែនទេខ្ញុំអត់ទេខ្ញុំពិតជាអត់បានធ្វើបែបនោះទេអ្នកម៉ាក់នេះមិនមែនជាកន្លែងដែលនាងត្រូវនិយាយទេនាងនិយាយអ្វីជាមួយក្មេងហ្នឹងមើលនាងនេះចុះលូវ៉ាន់ថាងកូនស្រីច្បងត្រកូលលូគឺជាគូដណ្ដឹងដែលត្រកូលយន្តនិងត្រកូលជាងបានកំណត់តាំងពីយូរមកហើយនាងស្មានថាគ្រាន់តែមានកូនស្រីដែលមិនដឹងប្រភពច្បាស់លាស់ម្នាក់អាចដណ្ដើមតំណែងវ៉ាន់ថាងដើម្បីធ្វើជាកូនប្រសារត្រកូលយន្តនិងត្រកូលជាងបានមែនទេនាងមានសមត្ថភាពអីមានសមត្ថភាពឬអត់មិនមែនអាស្រ័យលើអ្នកនិយាយនោះទេមានរឿងអីហ្នឹងអ្នកមីងខ្ញុំសូមជម្រាបថាជូអឹងនាងនិយាយអីជូសៀគឺជាប្រពន្ធរបស់ខ្ញុំហើយគឺក៏ជាកូនស្រីរបស់ខ្ញុំដែរពួកយើងរៀបការគ្នាគឺមានការអនុញ្ញាតនិងប្រសិទ្ធពរពីលោកតាហើយនេះជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំតែចាំបាច់ត្រូវរាយការណ៍ប្រាប់អ្នកមីងគ្រប់រឿងតាំងពីពេលណាទៅម៉ូហែនអ្នកមីងធ្វើនេះក៏ដើម្បីល្អសម្រាប់ក្មួយដើម្បីគេឈ្មោះត្រកូលជាងនិងត្រកូលយន្តនាងនៅក្មេងបែបនេះស្ថានភាពបែបនេះបើលេចចេញទៅតើវាទៅជាយ៉ាងណាទៅវ៉ាន់ថាងនាងមានចំណុចណាដែលមិនល្អជាងនាងម្នាក់នោះទៅជាយ៉ាងណាហើយខ្ញុំថាអ្នកមីងនឹងហើយដែលទៅជាយ៉ាងណាតាំងពីពេលណាទៅដែលនៅក្នុងផ្ទះនេះអ្នកមីងមានសិទ្ធិមកចង្អុលមុខរិះគន់ចៅប្រសាររបស់ខ្ញុំបែបនេះជូសៀគឺជាចៅប្រសារដែលខ្ញុំទទួលស្គាល់ហើយគឺក៏ជាចៅទួតរបស់ត្រកូលយន្តយើងដែរពួកគេទាំងពីរអ្នកម៉ែនិងកូនគឺជាមនុស្សរបស់ត្រកូលយន្តយើងចាប់ពីពេលនេះទៅបើអ្នកណាក្លាហានហ៊ាននិយាយពាក្យមិនសមរម្យទៀតនោះគឺមិនដាក់ខ្ញុំជាមនុស្សចាស់នេះក្នុងភ្នែកហើយគឺខាងត្រកូលលូរបស់អ្នកទេតើដែលមកសុំដកពាក្យសន្យាដណ្ដឹងហើយថែមទាំងរើផ្ទះទៅក្រៅប្រទេសទៀតមិនដឹងថាពេលនេះចង់មានន័យថាម៉េចម៉ូហានវ៉ាន់ថាងគេជាក្មេងស្រីណាចុះហេតុអ្វីបានជាអ្នកនិយាយបែបនេះដាក់គេជូស៊ីចុះខ្ញុំក៏ជាក្មេងស្រីម្នាក់ដែរមែនទេវ៉ាន់ថាងឲ្យរឿងអារម្មណ៍នឹងគឺបង្ខំគ្នាមិនបានទេក្នុងពេលដែលម៉ូហាននិងជូស៊ីគេរៀបការមានកូនរួចហើយរឿងលេងសើចកាលពីមុននឹងទុកឲ្យវាចប់ទៅចុះណាអ្នកគ្រប់គ្រងផ្ទះលើកអាហារមកគោនេះជាស្លាបមាន់ដែលកូនចូលចិត្តញ៉ាំបំផុតអរគុណលោកតាញ៉ាំទៅកូនក៏ញ៉ាំដែរទៅ
ចាស់អរគុណលោកតាប៉ាថ្ងៃនេះជាថ្ងៃចូលឆ្នាំចិនកូនសូមជូនពរប៉ាមួយកែវសូមឲ្យប៉ាមានសុខភាពល្អអាយុយឺនយូរហើយក៏សូមឲ្យគ្រួសារយើងក្នុងឆ្នាំថ្មីនេះកាន់តែរីកចម្រើនឡើងប៉ាមើលចុះសុខភាពប៉ាក៏ល្អប្រសើរឡើងវិញហើយរឿងក្រុមហ៊ុនយន្តស៊ឺនេះតើមិនគួររៀបចំផែនការឡើងវិញទេយ៉ាងណាក៏ប៉ាអាយុច្រើនហើយដែរធ្វើការហត់នឿយបែបនេះពួកកូនចៅពិតជាអាណិតប៉ាណាស់ចុងជាគាត់ប៉ុន្មានឆ្នាំនេះចង់ជួយសម្រាលការងារប៉ាជានិច្ចគ្រាន់តែខ្វះឱកាសប៉ុណ្ណោះមែនហើយប៉ាកូនក៏បានរៀនសូត្រនិងពិចារណាបានច្រើនដែរក្រុមហ៊ុនយន្តស៊ឺគឺជាកម្លាំងញើសឈាមមួយជីវិតរបស់ម៉ាក់និងប៉ាប្រគល់ឲ្យអ្នកក្រៅកូនពិតជាមិនទុកចិត្តទេនៅតែប្រើមនុស្សក្នុងគ្រួសារយើងទើបទុកចិត្តមនុស្សក្នុងគ្រួសារតើអ្នកណាជាមនុស្សក្នុងគ្រួសារម៉ាក់ឯងប៉ាចុងជាកូនសួរថាប៉ុន្មានឆ្នាំនេះឯងខាតអស់ប៉ុន្មានហើយឲ្យឯង10ឯងអាចរកមកវិញបាន9កន្លះនៅសល់កន្លះទៀតក៏ងាប់មិនងាប់រស់មិនរស់ដែរមិនអាចវាឲ្យងាប់តែម្ដងបានទេត្រូវតែផ្ដល់ឱកាសឲ្យគេហាត់ពុតខ្លះចេញទៅថ្ងៃនេះខ្ញុំនិយាយឲ្យច្បាស់តែម្ដងក្រុមហ៊ុនយន្តខ្ញុំបានប្រគល់ឲ្យមូហានជាផ្លូវការហើយឲ្យគេទទួលខុសត្រូវទាំងអស់ចាប់ពីថ្ងៃស្អែកនេះទៅមូហាននឹងក្លាយជាប្រធានក្រុមប្រឹក្សាភិបាលនិងជានាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុនយន្តអ្វីណាលោកប្រគល់ក្រុមហ៊ុនត្រកូលយន្តឲ្យទៅមូហានគេត្រកូលជាងគេជាមនុស្សរបស់ត្រកូលចឹងណាក្រុមហ៊ុនយន្តជាកិច្ចអាកររបស់មែនហើយចុះមិនក៏លោកអាចប្រគល់វាឲ្យទៅអ្នកក្រៅត្រកូលបែបនឹងកើតក្នុងខ្លួនអាហារមានឈាមជ័រត្រកូលយន្តយើងពាក់កណ្ដាលគេជាចៅប្រុសបង្កើតរបស់ខ្ញុំប៉ុន្មានឆ្នាំនេះគេដឹកនាំត្រកូលជាងឲ្យសម្រេចបានលទ្ធផលអស្ចារ្យប៉ុណ្ណាពួកឯងនឹកភ្នែកមើលមិនឃើញទេអីបើធៀបនឹងកូនមិនបានការដូចឯងគេពូកែជាងឯងរាប់ពាន់ដងប្រគល់ក្រុមហ៊ុនយន្តឲ្យគេខ្ញុំអស់ចិត្តតែបើឲ្យទៅពួកឯងវិញខ្ញុំស្លាប់ទៅក៏បិទភ្នែកមិនចិត្តដែរមើលប្រពន្ធឯងចុះចាស់ទុំនៅអង្គុយទីនេះពេញភ្នែកនាងហ៊ានដើរចេញទៅបាត់អញ្ចឹងខ្ញុំទៅជួយនិយាយលួងនាងបន្តិចនិយាយសំដែរទេកំពុងតែហូបបាយជុំគ្នាចង់ដើរចេញក៏ចេញតាមចិត្តអញ្ចឹងហើយមកពីលោកឯងនឹងហើយដែលអសមត្ថភាពបើលោកឯងចេះខំប្រឹងជាងនឹងបន្តិចក៏មិនបណ្ដោយឲ្យទ្រព្យសម្បត្តិគ្រួសារយើងធ្លាក់ទៅក្នុងដៃអ្នកដទៃបែបនេះដែរនិយាយអីអញ្ចឹងបើគុំតែបានរៀបការជាមួយខ្ញុំគុំសង្ឃឹមថាបានស្លៀកពាក់មាសប្រាក់ពេញខ្លួនដូចរាល់ថ្ងៃនេះឲ្យសោះប្រយ័ត្នឆ្កែផងគុំឲ្យវាមានរបួសអីថៃឡើងឲ្យអានឹងឆ្ងាញ់ណាស់ណាឆ្ងាញ់មែនទេក្មេងល្អណាស់អាហារចុះរឿងការងាររៀបការឯងនឹងឈូស៊ីដល់ណាហើយពួកយើងរៀបចំរួចរាល់អស់ហើយគឺក្រុងនឹងរៀបការនៅថ្ងៃទី15នឹងតែម្ដងល្អណាស់បន្តិចទៀតជូប៉ាត្រូវតែមានចិត្តស្មោះត្រង់គាត់ចង់ជាស្អីក៏ជាទៅឯងត្រូវតែទ្រាំលើទេចំណែកទ្រព្យសម្បត្តិមួយនេះមិនទាន់បែងចែកដាច់ស្រេចទេយើងត្រូវតែចេះរាក់ទាក់ធ្វើខ្លួនឲ្យតញោធ្វើបែបនេះទើបអាចបានចំណែកច្រើនជាងមុនអូលោកមេធាវីចេនចៃដន្យម្លេះថ្ងៃចូលឆ្នាំធំម្លេះយប់ជ្រៅហើយនៅមកផ្ទះចាស់ទៀតមានការបន្ទន់អីពីក្រុមហ៊ុនមែនទេលោកស្រីយុនលោកយុនមិនមែនការក្រុមហ៊ុនទេគឺលោកម្ចាស់មានឯកសារផ្ទាល់ខ្លួនខ្លះត្រូវដោះស្រាយខ្ញុំមកឲ្យគាត់ចុះហត្ថលេខាឯកសារផ្ទាល់ខ្លួនពេលនេះទៅហើយឬមួយក៏មានការកែសម្រួលលើសក្ខីកម្មសុំទោសលោកស្រីយុនការងាររួចរាល់ហើយខ្ញុំសុំលាហើយឯកសារផ្ទាល់ខ្លួនពេលនេះទៅហើយនៅមានឯកសារផ្ទាល់ខ្លួនអីទៀតច្បាស់ជាចាស់នឹងស្ដាប់សម្ដីផ្អែមល្ហែមរបស់មេកូនពីរនាក់នោះហើយទើបចង់កែសក្ខីកម្មឲ្យពួកវាបានចំណែកច្រើនជាងមុនប៉ាគាត់មិនមែនពិតជាយកចំណែកដែលគួរតែជារបស់យើងទៅពេលនេះនៅជូនអីទៀតជូនទៅក៏ឲ្យតែគេចំណេញទេតោះត្រឡប់ទៅផ្ទះវិញឲ្យចេញមកខ្ញុំដឹងតាំងពីដើមមកហើយថាពួកឯងមិនមែនមានចិត្តល្អអីទេគ្រាន់តែជាមេកូនពីរនាក់ដែលមិនដឹងមកពីណាក៏មិនដឹងចង់បានទ្រព្យសម្បត្តិតកូលយន្តយើងធ្វើជាកម្មសិទ្ធិមែនទេសុបិនទៅចុះតាមទម្លាប់ចាស់ជួយរៀបចំការថែរក្សាដោយប្រេងក្រអូបកម្រិតខ្ពស់បំផុតឲ្យខ្ញុំផងបន្ទប់វេបលេខ1សុំទោសអ្នកស្រីយុនបន្ទប់វេបលេខ1ឥឡូវនេះមានភ្ញៀវកំពុងប្រើប្រាស់មានភ្ញៀវជានរណាមិនដឹងទេថានោះជាបន្ទប់ដែលខ្ញុំប្រាញឹកញាប់បំផុតគឺលោកស្រីរបស់លោកចាងកញ្ញាលីនឈូសៀលោកចាងបានកក់សេវាកម្មពេញឈុតឲ្យនាងជាពិសេសហើយថែមទាំងទាមទារយកបន្ទប់ដែលល្អបំផុតទៀតផងលីនឈូសៀគឺនាងទៀតហើយនាងចេះសប្បាយនឹងជីវិតមែនណាប្រើលុយត្រកូលយន្តរបស់យើងមកដណ្ដើមយកកន្លែងដែលខ្ញុំប្រាញឹកញាប់បំផុតនាងពិតជាគិតថាខ្លួនឯងជាលោកស្រីតូចមែនលោកស្រីចាងតើអ្នកមានអារម្មណ៍ពេញចិត្តទេលោកចាងបានផ្ដាំផ្ញើឲ្យមើលថែអ្នកឲ្យបានល្អអរគុណសប្បាយខ្លួនណាស់លោកស្រីចាងហៅបានរលូនមាត់ណាស់ណាលីនឈូសៀរសជាតិនៃការដែលចាប់ប្រែខ្លួនទៅជាហងបែបនេះវាពិសេសខ្លាំងណាស់មែនទេម៉ែចាងក៏មកធ្វើការថែរក្សាសម្រស់ដែរឬកុំហៅខ្ញុំថាអ្នកមីងអីខ្ញុំទទួលមិនបានទេនាងលីនឈូសៀខ្ញុំប្រាប់ឲ្យដឹងនាងមិនមើលខ្លួនឯងទេថាមានឋានៈអ្វី
គ្រាន់តែជាស្រីដែលពឹងលើផ្ទៃពោះដើម្បីបានឡើងខ្ពស់ទៅដែកនោះអ្នកស្រីជាងកំណើតនិងអតីតកាលរបស់ខ្ញុំមិនដល់វេនអ្នកមកវិនិច្ឆ័យទេបើអ្នកមានមតិអ្វីលើខ្ញុំអាចទៅរកលោកតាឬទៅនិយាយជាមួយមហានបានការមកវាយប្រហារជីវិតខ្ញុំនៅទីនេះមិនបានធ្វើឲ្យអ្នកមើលទៅថ្លៃថ្នូរជាងមុនទេនាងហ៊ានអួតអាងអ្វីគ្រាន់តែមានសំណាងល្អដោយសារមានកូនដែលមិនដឹងមកពីណាម្នាក់មែនទេអីគេនឹងស្រីដែលពឹងលើការមានកូនដើម្បីឡើងឋានៈមានសិទ្ធិអ្វីមកអួតអាងនៅមុខខ្ញុំបើមិនមែនដោយសារកូនមិនដឹងមកពីណានោះទេអ្នកស្រីតើអ្នកទៅតែនិយាយពីលីនឈូស៊ីមែនទេរឿងអីរបស់នាងធ្វើការសម្អាតរបស់នាងទៅអ្នកស្រីខ្ញុំស្គាល់លីនឈូស៊ីមិនត្រឹមតែស្គាល់ទេខ្ញុំថែមទាំងដឹងទៀតថាកូនស្រីរបស់នាងឈ្មោះលីនគឺមិនមែនជាកូនបង្កើតរបស់លោកស៊ីទេមានន័យថាម៉េចអូអញ្ចឹងតើគ្រាន់តែធ្វើតេស្តណាមួយទៅគឺដឹងការពិតបាត់ហើយមែនហើយកាកដាគេងលក់ហើយបញ្ជីឈ្មោះភ្ញៀវនេះស្មុគស្មាញពេកហើយចាំខ្ញុំជួយមិនបាច់ទេខ្ញុំធ្វើខ្លួនឯងបានតើខ្ញុំនៅក្បែរអ្នកអញ្ចឹងគឺបានហើយរួចរាល់ហើយឆ្នាំក្រោយមិនមែនទេសិស្សថ្មីមែនទេខ្ញុំគ្រាន់តែចង់3នាក់ទៅបន្ទប់វិញចុះរបាយការណ៍ដែលខ្ញុំឲ្យធ្វើការពី2ថ្ងៃមុនធ្វើរួចហើយឬនៅនេះនាងលីនឈូសៀនាងចាំតែរៀបខ្លួនចេញពីផ្ទះនេះទៅពិធីមង្គលការសូមចាប់ផ្ដើមចាំបន្តិចពិធីមង្គលការនេះមិនអាចបន្តបានទេជាងវ៉ាន់ឈីងនាងចង់ធ្វើស្អីទៀតហើយលោកប៉ានិងភ្ញៀវគិតយូរទាំងអស់គ្នាខ្ញុំមិនមែនមកបង្កចំនួនទេតែខ្ញុំមកដើម្បីលាតត្រដាងការពិតខ្ញុំមិនអាចឲ្យគ្រួសារយើងត្រូវជន់បោកប្រាស់ដែលមានគំនិតអាក្រក់បោកបញ្ឆោតបានទេហើយក៏មិនអាចឲ្យក្មេងដែលមិនដឹងមកពីណាមកខ្លាចជាអ្នកស្នងរត់របស់គ្រួសារយើងដែរកុំខ្លាចអីមានបងនៅទីនេះឌីងឈូស៊ីឯងវាគ្រាន់តែជាមនុស្សកុហកក្មេងដែលឯងយកមកនេះមិនមែនជាកូនបង្កើតរបស់ជាងមូហ៊ានទេខ្ញុំមានភស្តុតាងច្បាស់លាស់ឈួតហើយឈួតមែនទែនហើយជាងវ៉ាន់ឈីងបងថាអូនឈួតអស់ហើយគ្រាន់តែចង់បានទ្រព្យសម្បត្តិបន្តិចបន្តួចសុខចិត្តប្រឌិតរឿងកុហកដ៏អាក្រក់បែបនេះមកបានសន្តិសុខអូនាងចេញទៅខ្ញុំមិនបានប្រឌិតទេខ្ញុំមានភស្តុតាងនេះគឺជាលទ្ធផលតេស្ត DNA ពីស្ថាប័នដែលមានជំនាញច្បាស់លាស់មីងឲ្យមីងនិយាយស្អីហ្នឹងក្រដាសខ្មៅគេសរសេរច្បាស់ហើយក៏គឺជាកូនបង្កើតរបស់បងថ្លៃខ្ញុំអូនាងចេញទៅរឿងនេះមិនអាចទៅរួចប៉ាហៅមេធាវីឆេនមកលុបចោលសក្ខីកម្មនិងការទុកចិត្តលើគ្រួសាររបស់ខ្ញុំភ្លាមជាងវ៉ាន់ឈីងខ្ញុំនឹងមិនឲ្យនាងបានលុយមរតកពីតកូយុនសំបីតែមួយសេងបន្តពិធីមង្គលការទៅតាមពិតទៅមនុស្សម្នាក់នោះនៅយប់នោះគឺអ្នកឯងសោះឥឡូវនេះកូនកំឡោះនិងកូនក្រមុំបដូរចិញ្ចៀនឲ្យគ្នានេះហើយជាសេចក្តីស្រឡាញ់កូនកំឡោះអ្នកអាចថាបកូនក្រមុំរបស់អ្នកបានហើយកុំត្រថាយ៉េងម៉ូអែននិងសូឃីកមានទំនាក់ទំនងខាងជីវសាស្ត្រនឹងគ្នាតើអ្នកយល់ហើយឬនៅយល់ហើយប៉ាគឺជាប៉ាបង្កើតរបស់ឃីកនឹងឯងឃីកពិតជាឆ្លាតមែនតែខ្ញុំដឹងរហូតមកនឹងប៉ាគឺជាប៉ាបង្កើតរបស់ឃីកនឹង
ម៉ែវាឲ្យក្រោកឡើងតែយូទៅជូនកូនទៅរៀនជាមួយពួកយើងណាកក្កដាឲ្យឆាប់ញ៉ាំអាហារពេលព្រឹកទៅកុំឲ្យទៅរៀនយឺតម៉ាក់ក្នុងនឹងអត់មានយៈផ្លែប្លូប៊ឺរ៉េដែលកូនចង់បានទេនេះយៈផ្លែប្លូប៊ឺរ៉េរបស់កក្កដាហើយនេះយៈផ្លែស្ប៊ឺរ៉េរបស់ម៉ែវាអរគុណណាអរគុណមិនអីទេម៉ាក់កូនរកកឹបសក់កូនអត់ឃើញទេមួយនឹងឬមែនហើយអរគុណប៉ានេះរបស់កូនអរគុណឥឡូវលោកប្រធានជាងរបស់យើងខ្លាយជាផ្នែកភស្តុភាររបស់អាជ្ញាធរសមុទ្រទៅហើយនោះគេហៅថាធ្វើការច្រើនមុខក្នុងពេលតែមួយប៉ាម៉ាក់ថ្ងៃនេះពួកប៉ាម៉ាក់ទៅជូនកូនទៅរៀនមែនទេមែនហើយអូយេនៅទីនេះអរគុណណាលោកប្រធានផ្នែកភស្តុភារទៅបំភ្លេចអតីតកាលទៅអ្វីដែលខ្ញុំបានឆ្លងកាត់ហាក់ដូចជាកំពុងតែសន្សំសំណាងដោយស្ងៀមស្ងាត់គ្រាន់តែដើម្បីឆ្ពោះទៅរកភាពស្ងប់ស្ងាត់នៅពេលនេះសង្ឃឹមថាអ្នកទាំងអស់គ្នាអាចទទួលបានសុភមង្គលពិតប្រាកដសម្រាប់ខ្លួនឯង